ឡងមកនេះហើយផ្ញើទៅអស់លោកដែលសួររកខ្ញុំនឹងគិតថាខ្ញុំនឹងគេទិញគេដូរអីហ្នឹងណាធ្វើឲ្យបានដូចខ្ញុំទៅចេះទើសចេះរិះគន់មិនគុំគួនហើយចេះជួយគេផងណាខ្ញុំគិតថាពួកអស់លោកឯងដូចអត់តាន់បានធ្វើអីឲ្យលឺខ្ញុំទេទី1ទី2ពួកអស់លោកឯងកំពុងតែបានប្រយោជន៍ពីគុណខ្មែរទី3ខ្ញុំកំពុងតែយកប្រយោជន៍ខ្ញុំទៅជួយគុណខ្មែរដាច់ខុសគ្នាផឹងមេឃហើយនឹងដីវាអត់ដូចគ្នាសោះណាវាអត់ដូចគ្នាសោះខ្ញុំកំពុងតែធ្វើយកបេះដូងយកចិត្តរូបរាងកាយពេលវេលាសាច់ស្រស់ឈាមស្រស់របស់ខ្ញុំលើកដៃសាពះហាមាត់ស្មុំសុំអ្នកជុំចិត្តអ្នកឆ្ងាយក្តីឲ្យទៅជួបឲ្យស្គាល់ខ្លាចមូលនិធិនឹងអាលំលាយទៅគេសើចខ្ញុំកំពុងតែធ្វើអញ្ចឹងកន្លងមកខ្ញុំរិះគន់ស្ថាបនាបងប្អូនមួយចំនួនថាខ្ញុំនឹងអង្គុយចាំតើអត់ដឹងខ្ញុំធ្វើអីទេអត់ដែរឃើញធ្វើអីទេអញ្ចឹងខ្ញុំអត់ខ្វល់នេះឯងថាទៅឥឡូវថ្ងៃខ្ញុំសុំជំរាបទៅវិញថាមូលហេតុដែលខ្ញុំមិនសូវនិយាយខ្ញុំវារវល់ពេកខ្ញុំរវល់ខ្លាចមូលនិធិខ្ញុំអត់គ្រប់ target ដែលខ្ញុំបានដាក់ក្នុងពេលដែលខ្ញុំចាប់ផ្ដើមគឺខ្ញុំកំណត់ target មូលនិធិរបស់យើងឲ្យបាន1ឆ្នាំឥឡូវនេះយើងដើរមកដល់ខែទី10ហើយយើងកំពុងតែត្រៀមលក្ខណៈចូលទៅកាន់ខែទី11ដែលនឹងមកដល់ក្នុងពេលឆាប់នេះព្រោះឥឡូវថ្ងៃនេះ18 19ទៀតហើយអញ្ចឹងគឺយើងត្រៀមលក្ខណៈដើម្បីបន្តឧបត្ថម្ភទៅកាន់ខែ11ហើយនឹងត្រៀមបន្តជំហានទៅកាន់ខែ12ដើម្បីបញ្ចប់បេសកកម្ម target 1ឆ្នាំរបស់ខ្ញុំជួយក្លឹបដែលខ្វះខាតអញ្ចឹងចន្លោះពេលនេះខ្ញុំកំពុងតែរវល់ច្រើនទី1គឺខ្ញុំត្រូវចំណាយពេលបើកឡានឆ្ងាយទៅតាមខេត្តជួយក្លឹបដែលយើងជួយរាល់ថ្ងៃហ្នឹងគឺវាអត់នៅចិត្តគ្នាទេអ្នកខ្លះទៅព្រៃវែងទៅអ្នកខ្លះទៅកំពង់ស្ពឺទៅអ្នកខ្លះទៅណោឯណាយើងឲ្យឧដុងអីចឹងទៅអ្នកខ្លះទៅណោអាស័យកែវចឹងទៅអ្នកខ្លះទៅណាអូដឹមចឹងទៅចឹងវាឆ្ងាយពីគ្នាអញ្ចឹងក្នុងខែនេះគឺខ្ញុំបាននឹងកំពុងតែធ្វើបច្ចុប្បន្នភាពគឺចុះទៅកាន់គ្រប់ក្លឹបទាំងអស់ដែលយើងជួយនឹងទៅមើលស្ថានភាពជាក់ស្ដែងដូចល្ងាចមិញនេះខ្ញុំបានចុះទៅកាន់ក្លឹបលោកគ្រូធីនរិទ្ធក្លឹបគុជចសាសទៅចំលោកគ្រូធីនរិទ្ធអត់នៅទៀតជូនគ្រឿងឧបភោគបរិភោគបាទអ្វីដែលជាការឧបត្ថម្ភប្រចាំខែទៅកាន់បាទសិស្សដែលជាតំណាងគ្រូហើយត្រូវចេញមកវិញទៅមកកន្លែងទៀតចៃដន្យមេឃភ្លៀងផ្លូវស្ទះខ្ញុំក៏ត្រឡប់មកវិញមកហើយអរគុណហើយពួកអ្នកតាមតោងល្បីពីខ្ញុំហើយតែងតែនឹករលឹករៀនធ្វើខ្លួនឯងខ្លះទៅកុំចាំតែខ្ញុំពេកព្រោះខ្ញុំក៏ចេះហត់ដែរខ្ញុំប្រាប់អីទៅថាខ្ញុំក៏ចេះហត់ដែរប៉ុន្តែខ្ញុំធ្វើដោយការស្រឡាញ់ខ្ញុំធ្វើដោយពេញចិត្តធ្វើចេញពីចិត្តគ្មានអ្នកណាមកបង្ខំខ្ញុំគ្មានអ្នកណាមកហាមឃាត់ខ្ញុំវាជាការស្រឡាញ់វាជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការធ្វើលេងភិរមចុះដាក់ឈ្មោះប៉ិតវិញលេងគ្រូសាន់គ្រូអីទៀតមិនលេងអេលីតសាន់ស្អីសាន់គុណខ្មែរហើយគ្រូសាន់អីឥឡូវមិនចេញលេងភិរមណាប្រើប្រហែលអាខោណថ្ងៃហ្នឹងអូគ្រូខ្លាំងជាងខ្ញុំទៀតលោកប្អូនលេងភិរមអីបាទតិចទៀតខ្ញុំនិយាយឡើងហើយទាំងអស់ខ្ញុំនិយាយទាំងអស់ហ្នឹងប្រហែលថ្ងៃនេះខ្ញុំឃើញច្រើនណាតែខ្ញុំមិនចង់ចូលរួមទេខ្ញុំទុកឲ្យខ្ញុំចង់ដឹងដែរអួតសិតតែពេលខ្ញុំនិយាយទើចាប់ពេលខ្ញុំអត់និយាយអត់ឃើញក្បាលណាមួយចេញមកនិយាយអញ្ចឹងហើយមិនតែបាច់ស្រែករខ្ញុំហើយចាំមិនក៏មិនធ្វើខ្លួនឯងហើយឥឡូវអាមួយស្រែករខ្ញុំហ្នឹងគេផ្ញើរូបចូលមកដូចឃើញមានឯកសន្តានជាស្អីមន្ត្រីរបស់សហព័ន្ធទៀតអីក៏មិនអានេះវាយគេបហាគេទៅអាខ្លាយជាមន្ត្រីរបស់សហព័ន្ធហ្នឹងហើយតោងមកអត់ណាតោងមកតោងខ្ញុំទៀតអាកូនក្មេងណាអាឆ្នាំមុននោះអារឿងពូណាងមានអាមួយតោងមកលើអាលាយដូចអំបិលត្រូវទឹកអូប្រហែលថ្ងៃនេះមានអាកូនក្មេងអីភ្លើងច្បើងគុណខ្មែរណាមកតោងតែខ្ញុំអត់តទេមិនបាច់តោងមកខ្ញុំទេខ្ញុំអត់តទេប៉ុន្តែអរគុណសម្រាប់ការនឹករលឹកដល់ខ្ញុំតែបើឲ្យខ្ញុំខ្ញុំអត់តទេបាទអូលេងពីរំគេប្រើពី account អូ MCKK បងប្រុសសុខសប្បាយហើយមិនបាច់ប្រឹងតោងខ្ញុំទេខ្ញុំអត់តទេហើយបើចង់ធ្វើអីធ្វើទៅរៀនពីខ្ញុំយកអីដែលខ្ញុំទៅប្រើទៅ style អីខ្ញុំអត់ហាមឃាត់ទេយកទៅប្រើយកទៅនិយាយយកទៅថាឲ្យមានប្រសិទ្ធភាពដូចខ្ញុំធ្វើជាមនុស្សធ្វើដូចរងអីខ្ញុំមានមោទកភាពធ្វើជាមនុស្សត្រូវធ្វើជាមនុស្សពេលដែលបាត់យើងគេនឹករលឹកកុំធ្វើជាមនុស្សពេលដែលបាត់យើងគេបន់ថាទៅឲ្យឆ្លាស់នេះហើយសបញ្ជាក់អំពីសកម្មភាពខ្ញុំកន្លងមកគឺសបញ្ជាក់អំពីភាពជោគជ័យរបស់ខ្ញុំបើទោះបីជាខ្ញុំអត់បានលុយអត់បានប្រយោជន៍ពីគុណខ្មែរអស់លុយអស់ប្រយោជន៍ពេលវេលាផ្ទាល់ខ្លួនលុយកាក់ផ្ទាល់ខ្លួនក៏ពិតមែនប៉ុន្តែខ្ញុំទទួលបានមកវិញនៅកិត្តិយស
chỉ tì cọp chật đại sai pê bắt nhau miên cái nực anh ấy chỉ phép chụp chơi được bao nhiêu bà ô son này lít máu tao mà năng ao tao máu tao mà ấy chỉ mơ ngay support club cụ thôn sập ấyเมื่อlấy PSK cam thời tây choរួមឆ្លៀតlà lấy từ cụ thôn sập tiết tiết nịa cái chạm tổ mục bà dân thử đa nhóm mình mến chia mình trai giả pon si bẻ khai giả pon thì nhóm chia và chia parot mà nè chia mình nút sầm anh mà nè trâm mà chỉ trang quang on của phim sa pon mùi mùi nè bong pon nè srop chắc bắp bong pun và cà pun và cham khai tai ọt channel lấy mà rồi lôi máy đi bong tật bong phượng chỉ riêng thò mà ra bàn tay ấy để nhóm từ tua bàn nó vẫn cứ sự cái đây thay thano nhóm ọt bàn tới chồng rất cùng riêng này na do lôi mòn châm on của phim nhóm đứa còn miên ca sốt pan ấy nè má ọt đi bà lấy châu bạch thiên là bọt tí ta còn ơi bong phá ôn dương có thà bạch nhóm tư chạy thật kết à rõm bộ quát chạy thật kết bàn tay nhóm đây ta ó cốn này bà nhóm đây ta ó cốn này hay là lấy ní nhóm cái à nhóm lên chê lên ấy tiếc này trong này na chê nhóm thà nhóm mấy cái nhóm lên to còn mình đấy cái nhóm lên bữa này này na đây chê chẳng tay nhóm cô đại nhóm ăn đặt cô đại nữa không năm people mà phải em phải chop mission rồi có phải cả cam bao nhóm chỉ môi nângมูลนิธิมหากรุษากุลขมายกรุ๊ปมวยชนามนี้ให้ชมหนึ่งเลือกตื่นได้ตื่นชนามบอลโต้คือบอลโต้ปีจอบชนามดับปีใครสำหรับชนามพี่ปอนออกไปพร้ำชมดับแผนการตื่นได้ดำใบช่วยตะการคลับในคว้าคาดในบ้านเตะตัวมาชมจานให้ยมจมีบดำนั่งล้อตะการบองพอนมวยเตี้ยขนมเป็นชับนี่กรมหุ่นตึกดอกโกสระบ้านเตะตัวมาชมกวดจองช่วยตึกดอกโกสระแต่ดอลขมิ้นคนแกทนายคนขมิ้นบองพอนดำนั่งล้อชับนี่เลยขยมนั่งแต่กันกับไหลกอดดำใบแต่พัดเจอรูปเพียบสักซ้ำปีกับไหลกอดเอาบ้านชาวบ้านโลหายขยมนั่งดาวตามคลับแต่ขยมนั่งสตรองสเตะขนมคลับแต่กอดนั่งด่าช่วยตามคลับบ่าดำใบเอาแต่ดอกโกสระแต่ดอลขมิ้นทนายคนขมิ้นกอดมีนออกกาโฮบดำใบจำนวนดาวสกปรกจำนวนช่างจำนวนเรียงกายคือเชี่ยประเภทตักดอกโกสระแต่มีนก้นประเภทขบวให้ขนมนุกขยมก้อนหนึ่งปลาครูไหนให้ขยมก้อนหนึ่งเอาก้อนขยมปลาหนึ่งกรมครูซาขยมปลาได้กอดบานเตะตัวมาขยมกอดเตะตัวมาขยมดำใบสวายนิโรคลับได้มีนขมิ้นหัดทนายคนขมายนั้นกอดช่วยเชี่ยตักดอกโกสระกันเนี่ยจังการลายการเคียงโกการใส่จุ่มเตียนโลลาบอกยมมาดองไงคลาในขนมเรียงรอใครนี้อดขาดประหยัดใจบองพ่อยืมแต่ตัวบ้านประหยัดจานอะไรนี่ขยมส้มจีบทอมออกคนดอลพ่อผู้อายุพ่อยมปีใบชแนมให้แต่พ่อจำเบอร์สนัดเมนเทนจำเตือนผู้แม่สุดท้ายเช็คซัมโบสกสบายเอ้ยออกคนเชิญเช็คซัมโบปะต่อช่วยเมื่อเคียงโกหกเนี่ยยืมปีครั้งนึงมาแทนที่เช็คซัมโบไอ้เรื่องไม่นี่เมียนบองยมอายุไปมาชนะไปชนะตายโบยยมเธอผู้แม่ในกลางสหรัฐอเมริกอะไรขยมก็กับปงสนาสมกอดด้วยขี้ดำใบกอดเกียงโกโรมดแพะบองพอเนี่ยช่วยมาเนี่ย$10 $10หรือก็มา$1ปีประจำขายมาดำใบช่วยดอกคลับควาคาจีไปเซ็กโกได้วันยมท่อมในขนมชนะทำไมปะต่อไปจอมมิชชั่นนี้ขยมบานจอศึกษาตามคลับไปขยมหนึ่งเรียบจอมเฟอร์ในมูลนิธิมวยเต็ดคือติ้งซ้อมไปเนี่ยใจจูนดอกคลับได้บานเตะโตมาขยมแต่งจานครับนะขยมรอบมันออกตีจังอาขยมสมการจีสไรขยมช่วยมันตอนมันขนมเปนี้ขยมไตรกาเปลวิเลียดามใบปะไม้ปะโมลบองปะโอนบ่ามาหาจนเนี่ยสนากุลขมายแต่ขนมปะเต้แต่เขียวปะเต้ยังเลิกแผนการชนะทำไมดามใบช่วยกวดขยมหนึ่งเตรียมแหลกขณะรวยรออะไรขยมบานตะเซในแผนการกลางเยสเมียชนะทำไมบอลปลดเลิกสุดท้ายบอลโปรบ่าจังยมจองเอาเคยพวกโลกแต่คลั่งในจนวนแต่ปีแต่ขยมในยี่ตื้อทักยมตื้อทักยมจำแต่ริกุลจวนเปิดเล็กกระดิกตรุยจะแนนเชียนนี่อัดได้บานช่วยไอ้ตะดากุลขมายได้จำแต่ตื้อจำแต่ตัวจำแต่ท่าไอ้จังตื้อนั่นไงจังแต่รับเราปัจจุบันนี้เรื่องต่างๆนั่งแต่ขยมบานเฟื่อยบะเมียนเป๊กขยมนั่งแต่เจ้าร่วมโดยไงนั่งขยมเจ้าร่วมปะไตขยมจองไอ้พวกลูกไอ้แต่เจ้าขยมทักขยมจะไหนชิ้นนี้แต่ขยมเจ๊ไอ้แต่ไอ้ตื้อดังกรุบหมกไอ้นั่งลูกไอ้โจมาทั่วไตนะโจมาทั่วไตมันใบสไลด์เราขยมตีนะปะไตออกคนไอ้โอ้ขังดิรถเมียนเจนี่รถเมียนเจโจเช็คแต่ขนมเพย์บอลยมเต้นั่งคิวออกคนยมตั้มบ่าวมาซ้ำมันมาซ้ำไงนั่งเต้ได้เปียปอนหนึ่งมูลนิธิให้เป็นยมบ่าวแต่คืนบางปอนยังโจชนะได้ฉะนั้นนี่บาสันจิมูลนิธิ
ក្នុងខែនេះបើមូលនិធិមានការកើនឡើងខ្ញុំនឹងដកលុយដែលសល់ពីការចំណាយដូចរាល់ខែនេះទៅទិញសម្ភារៈហ្វឹកហាត់ត្រៀមដាក់ចូលឃ្លាំងមួយត្រីមាសខ្ញុំនឹងចោះចែកចំនួន3ក្លឹបអានេះជាផែនការការងារថ្មីសម្រាប់របស់ខ្ញុំដែលត្រៀមធ្វើសម្រាប់ឆ្នាំថ្មីខ្ញុំបានសរសេរផែនការការងារសម្រាប់ឆ្នាំថ្មីទិសដៅក្នុងការអភិវឌ្ឍមូលនិធិរបស់យើងគឺផែនការការងារឆ្នាំថ្មីនេះខ្ញុំនឹងប្រមូលមូលនិធិបើសិនជាបងប្អូនចូលរួមសរសើរស្រាមមានការកើនឡើងលើសពីសប្តាហ៍ថ្ងៃត្រង់គ្រប់គ្រាន់10ក្លឹបដែលយើងជួយប្រចាំថ្ងៃហើយសល់ប្រមាណខ្ញុំនឹងដកកញ្ចប់ដែលសល់រៀងរាល់ខែតើទិញអីបានឧទាហរណ៍ថាសល់ទិញបានកង់មួយគូសល់ទិញបានបើសាក់មួយឬក៏សល់ទិញបាន10មួយគូខ្ញុំនឹងទិញសម្ភារៈនោះដាក់ចូលស្តុកហើយខ្ញុំនឹង report ទៅកាន់បងប្អូនប្រចាំខែខ្ញុំធ្វើរបាយការណ៍ជូនបាទអញ្ចឹងបើសិនជាបងប្អូនចូលរួមកាន់តែច្រើនមូលនិធិដើរបានកាន់តែវែងឆ្ងាយទំហំការងារយើងធ្វើបានកាន់តែធំនេះបើសិនជាបងប្អូនពិតជាស្រឡាញ់ចូលចិត្តគ្រប់គ្រងរាល់សកម្មភាពខ្ញុំក្តីក្រុមការងារខ្ញុំក្តីឬក៏ស្រឡាញ់គុណខ្មែរពិតប្រាកដកុំយកតាបបោមាត់មកដើរអួតប្រាប់គេថាអូខ្ញុំស្រឡាញ់ប៉ុន្តែ1000មិនហ៊ានជួយហើយអ្នកដែលតោងខ្ញុំអ្នកដែលហាយខ្ញុំហ្នឹងស្រួលអត់ទាន់ចូលមូលនិធិខ្ញុំបាន1000ឬក៏100លុយខ្មែរឡើយបាទហើយធ្វើឲ្យលឺខ្ញុំណាធ្វើឲ្យលឺខ្ញុំធ្វើឲ្យល្អជាងខ្ញុំរៀនទើសពីខ្ញុំរៀនរិះគន់ហើយកុំចងគំនុំគុំគួនគេរិះគន់បើយើងជាអ្នករិះគន់ពិតប្រាកដចប់ហើយណាចប់ហើយបាទអូខេឥឡូវខ្ញុំសូមចូលរួមបន្តិចខ្ញុំសូមលើកពីករណីបាទវាមានច្រើនករណីតែខ្លាចនិយាយមិនអស់វាច្រើនពេកខ្ញុំមើលទៅរងថ្ងៃច្រើនមែនតើរឿងហើយខ្ញុំពេលខ្លះខ្ញុំពិតជាហត់ព្រោះនិយាយវាអត់អស់រឿងវាច្រើនពេកណាអូខេអូកូនខ្ញុំគេខមមិនមកគេថាគេសុំទៅចូលរួមដែរថ្ងៃមុនហ្នឹងដឹកទៅដល់ព្រៃវែងតណាត់តាត់ទិញណាត់ទិញណៃទៅដល់ព្រៃហិតព្រៃហោងណាមួយខ្ញុំកូនខ្ញុំអាទី2ស្រឡាញ់ណាចូលចិត្តណាអូកូនលោកមកវាំងននខ្មៅរូតនៅពេលនេះហើយផែនការស្អីចំណេញដល់ជាតិទេអូហ្នឹងហើយខ្ញុំអត់អានទេបាទចូលមកអញ្ចឹងតើខ្ញុំអត់អានណាតោះខ្ញុំសុំចូលរួមក្នុងមតិយោបល់ខ្ញុំតិចទី1ខ្ញុំចូលរួមរឿងថ្ងៃមុនរឿងធនផានិតស្របគ្រប់ពេលដែលខ្ញុំចូលមើលបងឡាយខ្ញុំតែងតែស្រូបចំណេះដឹងអូយស្រូបទៀតលោកអើយសួងបញ្ញាបងចង់លោតទឹកខ្មែរក្រោមសួស្ដីបាទជំរាបសួរបងប្អូនខ្មែរក្រោមបាទជំរាបសួរខានទៅយូរឆ្នាំហើយខ្ញុំចូលចង់10ឆ្នាំហើយខ្ញុំធ្លាប់ទៅដល់ព្រះតាពាំងភូមិឃ្លាំងអីខេត្តឃ្លាំងអីខេត្តព្រះតាពាំងអីធ្លាប់ទៅបានម្ដងតែយូរហើយបើចូលជា10ឆ្នាំហើយអញ្ចឹងសូមផ្ញើក្តីនឹករលឹកទៅដល់បងប្អូនអ្នកខ្មែរក្រោមផងណាបាទអូមានអ្នកណាគេចូលមកខមមិនចូលអីច្រើនអញ្ចឹងផ្ដាំទៅអ្នកដែលថាឲ្យខ្ញុំអ្នកហ្នឹងធ្វើឲ្យលឺខ្ញុំហ្នឹងហើយចូលចោះ QR code ខ្ញុំបាញ់ហ្នឹងហើយចូលទៅ check មើល page ខ្ញុំទៅហើយ QR code ខ្ញុំតម្លាក់កាលពីប្រហែលថ្ងៃមុនហ្នឹងអញ្ចឹងបងប្អូនបន្តចូលរួមទៅហើយខ្ញុំមិនឲ្យបាត់បោះបងប្អូន100លុយខ្មែរបាទអូនិរោធមានជ័យគេថាបាញ់អូខេតោះខ្ញុំចូលរួមខ្ញុំសូមចាប់ផ្ដើមពីត្រឹមចំណុចលោកកាលពីធ្វើការជាមួយខ្ញុំតែងតែហៅគាត់ថាបរោះសង្ហាជើងសក់ប៉ាត់ឡុងវិបុលបាទខ្ញុំមើលទង្វើការងាររបស់គាត់ក្នុងការប្រកួតរវាងកម្ពុជាឡាវបាទទម្រង់ MMA នេះឡុងវិបុលស្ទើរភ្លើងបាទអញ្ញាកដាលឡុងវិបុលស្ទើរភ្លើងដោយសារអីទី1ឡុងវិបុលបើតាមខ្ញុំមើលគឺមិនទាន់យល់ច្បាស់អំពីច្បាប់ទម្លាប់នៃការប្រកួតទម្រង់ MMA នៅឡើយទេណាអញ្ចឹងបានន័យថាទម្រង់របស់ឡុងវិបុលធ្វើអញ្ញាកដាលថ្ងៃមុននេះគឺខុសឆ្គងទាំងស្រុងតែម្ដងខ្ញុំហ៊ាននិយាយអញ្ចឹងតាមការមើលឃើញផ្ទាល់ភ្នែករបស់ខ្ញុំគេមិនដែលបណ្ដោយឲ្យកីឡាករណាឡើងធ្លាក់ដៃទុនស្មាតោរហូតដល់បណ្ដោយឲ្យដៃគូតម្លាក់កីឡាករបង្គោលខៀវទៅលើតាពីឡើងលន់ក្ដុកឲ្យភ្នែកស្លើដកទាំងហក់ខ្យល់ឡុងវិបុលឡើងខុសធ្ងន់ណាស់កន្លែងហ្នឹងខ្ញុំប្រាប់ហើយថារាល់ពេលដែលខ្ញុំចូលក្នុងការ live គ្មានអ្នកណាជាសាច់ញាតិខ្ញុំទេហើយមិនចាំបាច់អូឡុងវិបុលក៏ជាសមាជិកនៅក្នុងមូលនិធិមហាគ្រួសារគុណខ្មែរហើយរអត់និយាយអ្នកឯងគិតខុសហើយឡុងវិបុលធ្វើខុសខ្ញុំត្រូវតែថាឲ្យឡុងវិបុលឯងគឺខុសហើយបើភ្លើអត់នឹងខ្យល់អីណា
លោកវិបុលឯងខ្សោយត្រូវប្រឹងប្រែងរៀនសូត្រឡើងវិញខ្សោយណាស់ទង្វើរបស់លោកវិបុលឯងធ្វើនៅក្នុងថ្ងៃនោះខ្ញុំបានមើលហើយអាក្រក់មើលមែនទេភូមិកីឡាករភូមិអូខេសូមអធិស្ឋានខ្ញុំច្រឡំទៅជាឡាវអាក្រក់មើលដែរខ្ញុំឃើញកីឡាករបង្គោលក្រហមដែលជាកីឡាករកម្ពុជារបស់យើងក្លែរឹតកកគ្នាឡើងមុនដំបងនៅរើដល់ចុងក្រោយដៃធ្លាក់ដៃឡើងស្តាក់ចង់លៀនរ៉ាតអត់ព្រមទៅទាញដៃកីឡាករយើងចេញឲ្យបញ្ចប់ការប្រកួតប្រើឆន្ទៈនិស្សិតរបស់ខ្លួនឯងបញ្ចប់ការប្រកួតគឺអត់បែរជាឈរចាំមើលងាកលើតែមើលពួកគណៈកម្មការចៅក្រមនៅខាងក្រោមតើតាគេឲ្យសញ្ញាមកថាម៉េចទេបានស្ទុះទៅអាកីឡាករខ្មែរនោះតម្លាក់គ្នានៅទៅដល់តា2ធ្លាក់ដៀងមកខ្ញុំមើលដង្ហើមឡើងស្ទើរតែដាច់ដង្ហើមចង់ដង្ហើមចម្រិតនេះគឺជាកំហុសបច្ចេកទេសធ្ងន់ធ្ងរណាស់ឡុងវិបុលណាអត់ត្រូវទេទម្រង់មុននឹងមានការប្រកួតទម្រង់ MMA ត្រូវបណ្ដោះគណៈកម្មការបច្ចេកទេសឲ្យរៀនច្បាប់ទម្លាប់ស្គាល់អំពីច្បាប់ទម្លាប់វិន័យអំពីការប្រកួតទម្រង់ MMA ឲ្យច្បាស់មិនមែនធ្វើតាមការសម័យធ្វើតាមការនឹកឃើញដូចថ្ងៃហ្នឹងទេអញ្ញាក្រាចៅក្រមខ្មែរប្រហែលនេះដែលរៀនច្បាប់ទម្លាប់ការប្រកួតបច្ចេកទេសទម្រង់ MMA ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលណាខ្លះគ្រូបង្គោលដែលជាអ្នកបង្ហាត់បង្រៀនបណ្ដុះបណ្ដាលវាយទម្រង់ MMA ហ្នឹងណាខ្ញុំសួរចេះរហងៃនេះតើរហងៃនេះមន្ត្រីដែលចេះច្បាប់ទម្លាប់ទម្រង់នៃការប្រកួត MMA ណាមានប្រមាណនេះទទួលបានការបដិបដាលពីកន្លែងណាខ្លះពីឆ្នាំណាមកពីឆ្នាំណាខ្លះមានសញ្ញាបត្រអីខ្លះហើយចំនួនប្រមាណនេះអាក្រក់មើលបងប្អូនបើយើងមិនចេះមិនបាច់ធ្វើអាទម្រង់នឹងទេណាបើមិនចេះមិនបាច់ប្រកួតអាទម្រង់នឹងទេត្រូវរៀនឲ្យចេះដូច kickboxing អញ្ចឹង kickboxing តាំងពីខ្ញុំនិយាយដំបូងការស្ថាប័ន kickboxing តែ kickboxing មានគ្រូបណ្ដុះបណ្ដាលនៅក្នុងឆ្នាំណាមានក្លឹប kickboxing ប្រហែលក្លឹបនៅក្នុងស្រុកខ្មែរដែលវាយទម្រង់ kickboxing ហើយមានមន្ត្រីគណៈកម្មការបច្ចេកទេសប្រមាណអ្នកដែលឆ្លងកាត់វគ្គសិក្សា kickboxing ចប់មានសញ្ញាបត្រហើយមានចំនួនគ្រប់គ្រាន់តម្រូវទីផ្សារសម្រាប់ប្រកួតឲ្យ kickboxing នៅក្នុងស្រុកទេណាថ្ងៃមានប្រមាណអ្នកមន្ត្រីបច្ចេកទេស kickboxing មានប្រមាណអ្នកមន្ត្រីបច្ចេកទេស MMA តើមានគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សាររៀបចំការប្រកួតទម្រង់ទាំងអស់នោះទេរាល់ការនិយាយបែបនេះគេថាយើងនឹងទើសគេថាយើងនឹងចេះគ្រប់រឿងស្អីក៏ដឹងស្អីក៏ទើសស្អីក៏ចេះស្អីក៏ខុសណាហើយដូចខ្ញុំឃើញមិនអញ្ចឹងស្អីគេភ្លើងច្បើងគុណខ្មែរដែលតោងខ្ញុំរិះគន់ខ្ញុំក្បែរផ្ទះក្បែរភូមិខ្ញុំទេស្គាល់ទាំងមុខស្គាល់ទាំងពូជពងវងតកូលសៅវតាទៀតមិនបាច់មកទេខ្ញុំអត់មានអីឲ្យតោងទេខ្ញុំពេលអាយសារព័ត៌មានតោងអត់ជាប់ទេល្អិលណាសួរមើលប្រកួតនៅណាខ្លះរៀនស្អីខ្លះឥឡូវចុងក្រោយមកឃើញពេលអាវកែហ្នឹងនឹងប៉ិតមិនប៉ិតទេព្រោះខ្ញុំអត់តាមដានមួយរយៈនេះរឿងមន្ត្រីអីខ្ញុំលែងចង់មើលលែងចង់ស្គាល់ហើយបាទពីព្រោះពួកវាអត់ប្រយោជន៍វាគ្មានប្រយោជន៍អីសម្រាប់ខ្ញុំប្រយោជន៍ស្អីពួកអញ្ញាកដាលចៅក្រមខ្លះស្អីមន្ត្រីខ្លះហ្នឹងមិនទៅហ៊ានចំណាយ500 1000ឬក៏ស្អីយល់ហត់វាអ្នកធ្វើយកប្រយោជន៍ពីគុណខ្មែរវាខុសពីចរិតខ្ញុំដែលធ្វើប្រយោជន៍ដើម្បីជួយគុណខ្មែរវាខុសគ្នាចរិតខុសគ្នាខ្ញុំហ៊ាននិយាយអញ្ចឹងបច្ចេកគ្នា360ដឺក្រេណាគេធ្វើបានលុយបានគេទៅធ្វើខ្ញុំអត់បាច់បានលុយអស់លុយហើយក៏ខ្ញុំទៅធ្វើដែរហើយខ្ញុំមិនមែនធ្វើម្នាក់ឯងបានទេខ្ញុំហាមាត់សុំអ្នកនេះសុំអ្នកនេះលួកដៃប្រកាសផ្សាយឡាយអីចឹងទៅបានមកក៏យកទៅជួយទៅហើយពួកអ្នកឯងហ្នឹងមិនទាន់លើខ្ញុំផងវាប់ឡើងសិនតែខ្ញុំរិះគន់ជន់ប្លិចក្តិចត្រួយសថាស្អីគេចំណែនឈ្នាននេះចងគំនុំគុំគួនដើរសួរហើយសួងបញ្ញាលេងមួយខ្ញុំមិនខ្លះធនសុភាស្អីណាសួរតែពួកគាត់ដែលមានគំនុំគុំគួននេះអ្នកដែលយល់ចិត្តខ្ញុំច្បាស់ជួបខ្ញុំខាងក្រៅដឹង
ខ្ញុំមិនមែនល្អទេប៉ុន្តែមនុស្សខ្ញុំអត់ចូលចិត្តគុំទេខ្ញុំឃើញអ្នកឯងខុសខ្ញុំនិយាយចង់ឲ្យអ្នកឯងកែទេអ្នកឯងកែមិនកែអត់ឲ្យទាំងអ្នកឯងពេលដែលខ្ញុំនិយាយទៅអ្នកឯងគុំអ្នកឯងស្អប់ខ្ញុំជារឿងរបស់អ្នកឯងខ្ញុំនិយាយឲ្យខ្ញុំចប់ខ្ញុំមកយកពេលទៅធ្វើការខ្ញុំកន្លែងផ្សេងទៀតខ្ញុំមានការងារខ្ញុំទៅធ្វើទៀតអូសួស្តីបងប្អូនរស់សុខចម្រើនអូចាប់ផ្ដើមคลายទៅជាសប្បុរសជនជាមួយនឹងមូលនិធិមហាគ្រួសារគុណខ្មែរដែរហើយបងប្អូនសុខចម្រើនបាទកែឡើងវិញទៅឡងវិបុលរៀនសូត្របន្ថែមអត់ចេះកុំធ្វើអត់ច្បាស់កុំធ្វើដូចជា MMA ឬក៏ kickboxing បើមិនច្បាស់បើមិនចេះកុំធ្វើទុកឲ្យគេអ្នកច្បាស់ទុកឲ្យគេអ្នកចេះក៏គេធ្វើទៅជិះវៀងកំហុសដូចថ្ងៃហ្នឹងគេថាគេស្ដីឲ្យអត់ខុសទេពីព្រោះយើងវាពិតជាអញ្ចឹងមែនទី1គ្មានបច្ចេកទេសគ្មានបទពិសោធន៍ច្បាស់លាស់ត្រឹមត្រូវគ្មានវិជ្ជាជីវៈចំណេះជំនាញពិតប្រាកដលើវិស័យ MMA ទី2គឺគ្មានភាពរហ័សរហួនគ្មានទំនួលខុសត្រូវនៅលើកិច្ចការងាររបស់ខ្លួនទី3ខ្វះនៅការសម្រេចចិត្តមួយឲ្យទាន់ពេលវេលាការប្រើប្រាស់នៅឆន្ទានុសិទ្ធិឲ្យត្រឹមត្រូវស្របតាមកលៈទេសៈអានេះខ្ញុំមើលឃើញខ្ញុំនិយាយអញ្ចឹងបើខ្ញុំនិយាយខុសកវត្តចោលបើឃើញតែខ្ញុំនិយាយកន្លែងណាត្រូវកែយកទៅយកទៅប្រើយកជាប្រយោជន៍ទេល្អតែបើជេរខ្ញុំខឹងខ្ញុំស្អប់ខ្ញុំក៏អត់បានហាមដែរមាត់អ្នកជេរខ្ញុំស្អប់ខ្ញុំគុំខ្ញុំខឹងខ្ញុំផ្នែកកំណត់ខួរក្បាលមាត់សតិបញ្ញាស្មារតីបេះដូងរបស់អ្នកគិតមិនចំពោះខ្ញុំអត់ខ្វល់ប៉ុន្តែខ្ញុំនិយាយអំពីអ្វីដែលខ្ញុំបានមើលឃើញចំណុចចន្លោះប្រហោងនិងកង្វះខាតហើយខ្ញុំគ្រាន់តែនិយាយប៉ុន្តែបើខឹងខ្ញុំស្អប់ខ្ញុំដោយសារតែការនិយាយនៅអ្វីដែលខ្ញុំបានឃើញតែជាការពិតអញ្ចឹងស្អប់ខ្ញុំចោះណាស្អប់ខ្ញុំចោះហើយខ្ញុំអត់បានខឹងទេទោះបីជាស្អប់ខ្ញុំក៏ខ្ញុំអត់ខឹងដែរពីព្រោះរាល់ថ្ងៃខ្ញុំមិនបានរស់ដោយសារការស្អប់ការខឹងឬក៏ការស្រឡាញ់របស់បងប្អូនទេខ្ញុំរស់រាល់ថ្ងៃដោយបញ្ញាស្មារតីចំណេះជំនាញវិជ្ជាជីវៈតាមសមាអាជីវៈរបស់ខ្ញុំណាដូចខ្ញុំប្រាប់ចឹងយើងប្រឹងធ្វើយ៉ាងណាអ្វីដែលជាអត្តសញ្ញាណរបស់យើងត្រូវស្គាល់ថាយើងរាល់ថ្ងៃកំពុងតែធ្វើអីកំពុងតែផ្សព្វផ្សាយគុណខ្មែរដែលពីដើមមកតាំងពីចំនួនប្របាទជ័យវរ្ម័នទី2ដែលគេហៅថាបដាលសេរីរហូតដល់បច្ចុប្បន្នផ្សព្វផ្សាយរហូតដល់មានគេស្គាល់ថាជាគុណខ្មែរអូខេនេះគឺជាការវិវត្តគឺជាការធ្វើនៅទំនើបកម្មឬក៏ការអភិវឌ្ឍប៉ុន្តែត្រូវចាំថាគោលដៅរបស់យើងគឺមរតករបស់យើងត្រូវតែថែរក្សាឲ្យបានទម្រង់របស់វាហើយបើចង់អភិវឌ្ឍខ្លួនបន្ថែម MMA ឬក៏ kickboxing យើងត្រូវមានគ្រូច្បាស់លាស់មានមូលដ្ឋានគ្រឹះឬក៏ហៅថាមាន basic ដើម្បីរៀនសូត្រពីវាសិក្សាពីវាហើយផលិតនៅធនធានទាំងអស់នោះដើម្បីបម្រើឲ្យទីផ្សារតាមដូចជា MMA ឬក៏ kickboxing ជាដើមណាត្រូវតែមានធនធានមនុស្សគ្រប់គ្រាន់ត្រូវតែមានចំណេះជំនាញពិតប្រាកដដើម្បីធ្វើវាតែបើយើងយកមកលាយឡំ MMA ផងគុណខ្មែរផង kickboxing ផង MMA ក៏អាមួយនឹងទៅវាយ kickboxing ក៏អាមួយនឹងទៅវាយ MMA ក៏អាមួយនឹងទៅវាយចេញតែពីគុណខ្មែរតែទាំងអស់បាទឯណាទៅអត្តសញ្ញាណរបស់យើងខ្ញុំមិនបានហាមឃាត់ទេលំហូរចូលនៃវប្បធម៌បរទេសសូម្បីតែចម្រៀងរបាំកអាវស្លៀកពាក់របស់របរប្រើប្រាស់ដូចខ្ញុំខ្ញុំមិនមែនតែស្លៀកក្បិនស្លៀកខោចៅណាគ្រប់ពេលវេលាកន្លែងណាអាវប៉ាក់អាវហូលអាវប្រមួងសពុតកទាណាអត់ទេណាគឺយើងការស្លៀកពាក់យើងរក្សាទម្រង់បន់ទៀនយើងរក្សាប្រពៃណីទំនៀមទម្លាប់ណាអូស្រីចឹងមានហូលប្រមួងអាវប៉ាក់អីចឹងទៅបរោះចឹងទៅមានអាវហូលអាវអីចឹងខោអីសមរម្យទៅប៉ុន្តែសួរតើរងថ្ងៃយើងស្លៀកអាហ្នឹងទៅធ្វើការអីបានទេអត់ទេគឺយើងមានខោរបៀបសម្រាប់ធ្វើការអាវដៃវែងកបត់អីចឹងទៅអាហ្នឹងគេហៅថាការអភិវឌ្ឍទទួលយកនៅលំហូរចូលនៃវប្បធម៌ទំនៀមទម្លាប់ប្រពៃណីហើយយើងរក្សាមិនភ្លេចទេរបស់យើងណាដូចគ្នាណា
đôi kia tùm rung này cạp sọp sai có mình khó đây bong bồn mơ kì chấm nước ưu tiên hôm mùi đôi bà tê chết khang nhưng ta sao cái thua ban lo ta khai cháy còn ta sao cái chấm nói lo bao cái dương thở điên sâu cái đôi lùm đập văn lùm phì ni được bao lục cha tri chắc này cô đại cái nè kịp sai mùi thay bao cái đâu cái lá co kê mùi chanh mau khơi như tua ai rồi bao kê sai cái bắt bao kê tầm lấy luôn rồi bao kê cho dương mấy cô mình riêng sốt chồng nói tầng nó dương mình đây cho long kê thơ tam kê này nè dương riêng sốt nữa vay đây chỉ chồng nói lo bao kê bác bè đâu ngoài từ liên công chừng yên chừng ao phết công bạc cam tràn phết dương gì tới thay dương từ dương chẳng nãy anh cho anh lấy cái tôi cho lấy cái lon mau sừng kết á bù nang đó nàyខ្ញុំខំនិយាយកោកដោយសារអីខ្ញុំខ្លាចពូណាងធ្លាក់ដល់ចំណុចតថ្ងៃហ្នឹងពីព្រោះប្រវត្តិពូណាងមកខ្ញុំស្គាល់ច្បាស់ដូចបាតដៃចំណុចនៅខ្ញុំនៅនិយាយពូណាងនៅជុំវិញរិញវាយបានប្រមាណតើឲ្យទឹកគេឲ្យប្រមាណអីប្រមាណឃើញឡើងមានឱកាសល្បីគេប្រម៉ូតលើកស្ទួយហើយបែរជាភ្លេចខ្លួនចូលតាមពួកតែស្កស្អីគេជន់មីនសម្ភារលិចសម្ភារកើតមានហ្វេនច្រើនគាំទ្រវាយប្រហាខ្ញុំឥឡូវចុងក្រោយយ៉ាងម៉េចហើយមានអ្នកណាទៅសម្ភារទៀតទេសូនឥឡូវរឿងវិបត្តិគ្រួសារនោះតាមនេះរឿងនេះមិនហើយដោះស្រាយចេញនៅបន្តមកទៀតនិយាយឃើញធឿនធីរាគាត់ធ្វើចេះមួយចេះពីរយើងរិះគន់អូនាំគ្នាជេរយកបាត់ទឹកបាត់អីអាខ្លះអត់ទាន់មើលសំណេរមើលខ្លឹមសារឃើញគេជេរឯងបាត់អត់ទាន់បានមើលខ្លឹមសារគេទៅសេពីអីចូលទៅមើលខមមិនចំណាជេរបច្រះពីអាគេទៅសេទៀតក៏មានបងប្អូនឲ្យមានបន្តដល់ថ្នាក់ហ្នឹងណាហើយខ្ញុំឃើញរាល់ថ្ងៃខ្ញុំអាណិតអញ្ញាកដាលខ្លះទាំងអស់ហ្នឹងបងប្អូននឹងកើតដោយសារអីកត្តាដែលមានបើកឲ្យមាន website លបែងបងប្អូនដឹងទេតែកាលណាមានការភ្នាល់ខ្ញុំបញ្យល់អំពីហេតុផលខ្លះដែលខ្ញុំបានដឹងព្រោះច្បាប់លបែងវាមានច្បាប់របស់វាណា rule of the game វាមានច្បាប់របស់វាឧទាហរណ៍ការភ្នាល់មកគូនេះបងប្អូនចាក់ខៀវឬក៏ក្រហមអញ្ចឹងបើសិនជាក្នុងករណីហ្នឹងលទ្ធផលដែលបានប្រកាសនៅលើសង្វៀនឧទាហរណ៍យើងមើលឃើញតែខៀវឈ្នះដោយអាបន្ទុត្រឡប់តលិនប្រកាច់ប្រកាន់ឈួតជ្រូកដោយថ្ងៃនេះអញ្ចឹងយើងគ្រប់គ្នាមើលឃើញតែខៀវសមនឹងឈ្នះតែគេទៅលើកដៃក្រហមបាត់ឃើញទេអញ្ចឹងគេស៊ីសងលុយឲ្យអស់លីងស្អែកឡើងប្រធានសហព័ន្ធឬក៏គណៈវិនិច្ឆ័យគេចាប់ផ្ដើមសិក្សាអំពីចំណុចខ្វះខាតឬក៏កំហុសឆ្គងស្រាប់តែគេសិក្សាទៅគេថាអូអានោះឈ្នះសោះមិនឲ្យនេះឈ្នះអញ្ចឹងគេសម្រេចឲ្យនេះឈ្នះវិញតែលុយឈ្នះចាញ់ឲ្យបាត់នេះគឺជាចំណុចគ្រោះថ្នាក់បងប្អូនគឺជាចំណុចគ្រោះថ្នាក់ស្រុកគេដូចវ៉ាន់លំភីនីបោះឆាត្រីគេចាក់ពេញទឹកពេញដីសូម្បីតែចូលមើលក្នុង website គេក៏ត្រូវបង់លុយដែរណាមិនមែនមើល free ទេចង់មើលឲ្យតាន់សភាពការមើលឲ្យតាន់ការ live ដើម្បីស្រួលតាមដានស្រួលភ្នាល់ស្រួលចាក់ត្រូវចូលទៅមើលនៅក្នុង app របស់គេចូលក្នុង app របស់គេដើម្បីមើលបានបង់លុយគេចូលគ្រប់ច្រកអញ្ចឹងការគេភ្នាល់គេលេងប៉ុន្តែគេស៊ីសងឈ្នះចាញ់ក្នុងលទ្ធភាពលទ្ធផលត្រឹមត្រូវសុក្រិតឈ្នះគឺឈ្នះចាញ់គឺចាញ់មិនដែរតគោះនេះឈ្នះនោះចាញ់ទេស្រុកគេបើសិនជាគេរកឃើញថាអ្នកឯងលក់ឬក៏ការប្រកួតមួយខុសប្រក្រតីយើងឃើញស្រាប់ហើយថ្ងៃច្បាប់គេមិនមែនដូចច្បាប់យើងស្អីគេនិយាយតសេថ្ងៃហ្នឹងលុបផ្សាយទេខ្ញុំប្រាប់មិនមែនច្បាប់គេតែងថ្ងៃហ្នឹងកីឡាករទាំងអស់2អាទិត្យបានប្រកួតបានម្ដងម្លងបាន3ខែមើលទៅអានោះមួយអាទិត្យវាយ2ដងអានោះក្នុងថ្ងៃសៅរ៍វាយផងអាទិត្យវាយផងច្បាប់គេអត់ចឹងទេគេមិនមែនគូសលុបដោយយើងទេណាច្បាប់យើងគូសលុបនេះតសេថ្ងៃហ្នឹងស្អែកលុបតសេច្បាប់ថ្មីនេះទៅខ្វល់អីយកចិត្តទុកដាក់ប្រយោជន៍ផលតែជឿជាក់ស្អីការពិតប្រសិទ្ធភាពស្អីណាវាគ្មានទេសក់គេលេងភ្លុកទឹកភ្លុកដីប៉ុន្តែអ្វីដែលគេលេងត្រឹមត្រូវឈ្នះចាញ់អត់មានអីណានេះឯងមកអីណាសរេអើយខ្វោកចុះអានោះស៊ី5000បាត់ហើយចាញ់ទៅយក1000ណាស្អែកឡើងមើលប្រជាជនស្រែកជេរពេញប្រទេសវើយមិនស្រួលទេវើយតោះប្រជុំសុំទោសបងប្អូនសាធារណជនឥឡូវហ្នឹងយើងប្រជុំហើយរកឃើញកំហុសហើយខាងនោះឈ្នះលើកមកខាងនេះឈ្នះវិញលុយគេយកអស់លីងលុយឯងបងប្អូនមកក្បាច់ហ្នឹងគ្រោះថ្នាក់នឹងហើយ
ដែលធ្វើឲ្យប្រជាប្រិយភាពនឹងធ្លាក់ចុះភាពធុញទ្រាន់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាននឹងចាប់ផ្ដើមកើតមានជាមួយគុណខ្មែរភាពរញ៉េរញ៉ៃរឿងដដែលភាពអយុត្តិធម៌ខ្សែរយៈបពពួកពុករលួយប្រកួតច្រើនពេកសាំប្រកួតយប់ជ្រៅពេកធុញសុទ្ធតែជាធាតុផ្សំសុំមិននិយាយច្រើនសុំទឹកមួយកែវសិនខ្ញុំមិនចង់คล้ายជាមនុស្សពុលទឹកមាត់ទេដរាបណាអ្វីដែលខ្ញុំមិនចេះអ្វីដែលខ្ញុំមិនដឹងខ្ញុំមិនធ្វើខ្ញុំមិននិយាយខ្ញុំធ្វើរាល់ថ្ងៃត្រឹមអ្វីដែលខ្ញុំប្រមូលបានមានភ័ស្តុតាងមានសាក្សីមានឯកសារច្បាស់លាស់និងរឿងរ៉ាវដែលខ្ញុំបានមើលផ្ទាល់ភ្នែករបស់ខ្ញុំដូចថ្ងៃមុនខ្ញុំលើកឧទាហរណ៍ជាមួយឲ្យស្ដាប់ឧទាហរណ៍ខ្លីឲ្យស្ដាប់អានឹងយើងត្រឡប់មកបន្តិចពាក់ព័ន្ធទៅនឹងអារឿងលបែងស៊ីសងបន្តិចទៅចុះបាទធនវណ្ណាវាយជាមួយនឹងកីឡាករបរទេសថ្ងៃមុនបងប្អូនខ្ញុំអង្គុយមើលអត់អាក្រក់មើលទេបើឲ្យស្មើតែបើឲ្យចាញ់អាក្រក់មើលហើយនេះហើយខ្ញុំកំពុងតែដាក់ការសង្ស័យខ្លាចក្រែងមានពាក់ព័ន្ធជាមួយនឹងករណីភ្នាល់ស៊ីសងចុងក្រោយដូរលទ្ធផលឈឹបអត់ខ្វល់លុយទូទាត់ហើយណាបងប្អូនចាំស្ពឹកដៃបងប្អូនអានោះវាអត់លូតអញ្ចឹងកាន់អាធំនេះកាន់យូរទៅរួយដៃឡើងក្រហមដៃអស់ហើយប្រឹងកាន់វាធំវាមិនទូចទេណាមើលប៉ុណ្ណាណីបើអានោះវាអត់ដើរខមមិនផងរាល់ដងមើលតែអានោះវាស្រួលចង់ងាប់ពួកខមមិនវាដើររហូតមិនដឹងថាហេតុអីវាជាប់កាំងស្ញែងទៅអាចឹងទៅយើងនេះត្រូវចំណាយពេលកាន់អានេះងាកមកអានេះមើលអានេះមើលខមមិនបងប្អូនផងឆ្លោយឆ្លងផងតបតផងអញ្ចឹងវារៀងហត់ដែរបាទអញ្ចឹងមួយទៀតពាក់ព័ន្ធនឹងខ្ញុំឃើញការប្រកួតហើយក៏សុំទោសលោកគ្រូទុកជាមុនដែរខ្ញុំមិនចេះជាងលោកគ្រូទេប៉ុន្តែកន្លងមកខ្ញុំក៏បានរៀនសូត្រពីលោកគ្រូច្រើនលោកគ្រូប្រធានគណៈវិទ្យា បាទលោកគ្រូរិទ្ធសុផែនបាទលោកតែងតែធ្វើការមួយខ្ញុំរហូតជំនាន់នៅអាស៊ីអាគ្នេយ៍កន្លងមកទៅដល់ស្ថានីយ៍ផ្សេងក៏ធ្លាប់ធ្វើការងារជាមួយគ្នាបន្តទៀតបាទអញ្ចឹងខ្ញុំឃើញការសម្រេចចិត្តរបស់លោកគ្រូខ្ញុំមិនហ៊ានថាខុសឬត្រូវទេដោយសារតែខ្ញុំក៏ជាអ្នកទទួលបាននៅការបណ្ដុះបណ្ដាលពីលោកគ្រូពាក់ព័ន្ធទៅនឹងរបៀបរបបនៃការដាក់បន្ទុកក្តីច្បាប់ទម្លាប់ការចងក្រងឯកសារគឺខ្ញុំបានរៀនសូត្រពីលោកគ្រូច្រើនប៉ុន្តែខ្ញុំបានមើលការសម្រេចចិត្តរបស់លោកគ្រូកាលពីម្សិលមិញនៅ TV5 អញ្ចឹងអានេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំមួយចំណែកទេហើយកន្លងមកខ្ញុំតែងតែយល់ស្របតាមការសម្រេចចិត្តរបស់លោកគ្រូប៉ុន្តែក្នុងនោះខ្ញុំគ្រាន់តែសូមចូលរួមជាមតិយោបល់បន្តិចតាមបទពិសោធន៍និងរឿងរ៉ាវដែលខ្ញុំធ្លាប់ធ្វើជាមួយលោកគ្រូធ្លាប់រៀនសូត្រជាមួយលោកគ្រូខ្ញុំឃើញទម្រង់នៃការវាយម្សិលមិញនេះគឺទូចដេវីតជាមួយនឹងកីឡាករបរទេសនៅពេលនោះកីឡាករទូចដេវីតដែលជាកីឡាករកម្ពុជាបាទឃើញគាត់បានវាយទៅកាន់កីឡាករបរទេសហើយកីឡាករបរទេសហ្នឹងក៏ខ្ទាតទៅដួលទៅលើខ្សែរិញហ្នឹងខណៈពេលដែលគាត់កំពុងតែដួលហ្នឹងឃើញទូចដេវីតហ្នឹងបានជាជើងទាត់ស្របទៅជាមួយឯងណាបានជាជើងទាត់ស្របទៅជាមួយទៅស្របពេលដែលគ្រាន់តែកីឡាករបកគោលខៀវហ្នឹងដាក់គូតដល់តាពីពឹកជើងទូចដេវីតហ្នឹងទៅដល់ផឹងអញ្ចឹងខ្ញុំសូមនិយាយអំពីពាក់ព័ន្ធទៅនឹងសកម្មភាពនេះខ្ញុំគ្រាន់តែចូលរួមតាមការមើលឃើញចាក់ស្ដែងរបស់ខ្ញុំទេខ្ញុំឃើញអានេះគឺជាគេហៅថាចលនាស្របតែបើច្បាប់ដែលខ្ញុំធ្លាប់ដឹងធ្លាប់រៀនសូត្រពីលោកគ្រូមួយចំនួន
ពាក់ព័ន្ធទៅនឹងកីឡាករដែលដួលក្នុងនោះគឺរាល់មុនការប្រកួតគេបានជំរាបជូនទៅកាន់កីឡាករទាំងពីររូបតាមរយៈអាជ្ញាកណ្ដាលដែលតែងតែហៅមកប្រាប់អំពីបទបញ្ជានៃការប្រកួតគឺមានដួលហាមថែមហាមកែងពីក្រោយកញ្ចឹងកហាមកែងពីលើសន្ទូក្បាលហាមឡើងជង្គង់ឬក៏ទាត់ចំប្រដាប់ការពារអាជ្ញាកណ្ដាលប្រាប់ថាឲ្យឈប់ត្រូវតែឈប់អាជ្ញាកណ្ដាលប្រាប់ថាឲ្យវាយត្រូវតែវាយហាមតោងខ្សែរេញវាយស្អីចឹងទៅអានឹងជាច្បាប់ហើយក្នុងនោះច្បាប់មួយបទបញ្ជាមួយនៅក្នុងចំណោមបទបញ្ជាទាំងអស់នោះគឺដួលហាមថែមប៉ុន្តែខ្ញុំមើលតម្រង់នៃការដួលរបស់កីឡាករបរទេសដែលប្រកួតជាមួយទូចដេវីតនោះខ្ញុំឃើញពេលដែលត្រូវមួយហើយកីឡាករហ្នឹងទៅហើយដេវីតដូចជាថែមទៅហ្នឹងកីឡាករហ្នឹងស្រុតហ្នឹងឃើញអេឡង់ជើងទូចដេវីតហ្នឹងទាត់ទៅហើយទាត់ទៅវទៅដល់ពេលចំពេលនោះគឺកីឡាករបង្គោលខៀវគាត់កគូតគាត់ដល់តា2ហើយបើសិនជាច្បាប់វិញនៅពេលដែលបង្គោលខៀវហ្នឹងគូតដល់តា2ហើយបាយជាកីឡាករហ្នឹងគាត់យកជើងគាត់ទៅទាត់ដោយមិនមែនគេហៅថាកម្លាំងស្របនៅក្នុងពេលដែលគាត់វាយខ្ញុំគិតថាជារឿងត្រឹមត្រូវ 100%អញ្ចឹងខ្ញុំសូមការអធិស្ឋាននិងអភ័យទោសពីសំណាក់លោកគ្រូរាជសុផែនផងនេះគ្រាន់តែខ្ញុំមើលទម្រង់អូអាដាមប្រធានខើឆាយលោកចូលមើលលោកឈប់ខ្ញុំស្ដាប់បងប្អូនជួយស្ដាប់ខមមិនបន្តិចជួយរកឲ្យឃើញករណីអញ្ញាកណ្ដាលចៅក្រមឬលក់ការប្រកួតឲ្យអ្នកភ្នាល់ផងខ្ញុំនឹងជូនរង្វាន់ព្រោះខ្ញុំក៏ចង់ស្វែងរកដែរដូចគ្នាអាដាមប្រធានបើខ្ញុំរកឃើញខ្ញុំនឹងជូននៅផោះតាំងទៅនោះទៅអាដាមប្រធានប៉ុន្តែរាល់ថ្ងៃនេះពួកយើងគ្រាន់តែមានការសង្ស័យអត់ទាន់បានចោទទេណាអាដាមប្រធានសូមអាដាមប្រធានសូមមេត្តាទទួលជ្រាបពួកខ្ញុំដែលជាមហាជនដែលជាអ្នកតាមដានគឺអត់ទាន់បានចោទទៅកាន់បុគ្គលណាថាអូកីឡាកររូបនេះលក់អញ្ចឹងសូមអាដាមប្រធានជួយស្ដាប់ឡើងវិញអរគុណអាដាមប្រធានដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានការ live របស់ខ្ញុំមានមោទកភាពអរគុណមែនទែនលោកប្រធានដែលបានចំណាយពេលអញ្ចឹងខ្ញុំសូមបកស្រាយទៅកាន់ comment អាដាមប្រធានខៃឆាយដែលលោកបានចូលរួមចំណាយពេលវេលានេះបងប្អូនមានខ្ញុំមានភាពរំភើបនិងសប្បាយចិត្តណាស់ដែលលោកបានចូលរួមអាដាមប្រធានប្រហែលជាស្គាល់ចរិតខ្ញុំច្បាស់មនុស្សខ្ញុំតាំងពីដើមហើយបងប្អូនមិនបាច់បារម្ភទេគ្មានអ្នកណាមកទិញក្បាលខ្ញុំគ្មានអ្នកណាមកលួងលោមខ្ញុំអូសខ្ញុំកុំឲ្យខ្ញុំនិយាយកុំឲ្យខ្ញុំថាដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងអ្វីដែលខ្ញុំចូលរួមរាល់ថ្ងៃបើទំនេរដូចសកម្មភាពប្រកួតកន្លងមកខ្ញុំនឹងយកមកសរុបហើយប៉ុន្តែរាល់ថ្ងៃខ្ញុំវារវល់ទី1ខ្ញុំដោះបំណុលធនាគារច្រើនទី2ពាក់ព័ន្ធការងាររកស៊ីផ្ទាល់ខ្លួនផ្ទៃក្នុងគ្រួសារត្រូវដោះស្រាយទី3ត្រូវដើរគៀងកររកសប្បុរសជនជួយទៅកាន់សង្គមមិនថាតកូនខ្មែរអីផ្សេងៗក៏ខ្ញុំធ្វើដែរបន្តិចបន្តួចតាមលទ្ធភាពអញ្ចឹងសម្រាប់ថាបាត់ខ្ញុំអីតិចខ្ញុំទិញអីមនុស្សខាងនេះមនុស្សខាងនេះអត់ទេអត់មានទេសូម្បីតែអាដាមប្រធាននៅហ្នឹងក៏លោកដឹងដែរមិនដែលអាដាមប្រធានណាឲ្យខ្ញុំ100លុយខ្មែរឬក៏$50ចាក់សាំងឡានឬក៏អញ្ជើញខ្ញុំហូបសោកប៉ាន់អីក៏អត់មានទេតាំងតែពីដើមតាំងពីអាដាមប្រធានអត់ទាន់ឡើងទៅជាប្រធានសហព័ន្ធបដាគុណខ្មែរហើយចំពោះខមមិនអាដាមប្រធានខ្ញុំរីករាយខ្ញុំសប្បាយចិត្តបើសិនជាខ្ញុំបានរកឃើញក្នុងករណីហ្នឹងខ្ញុំនឹងរៀបចំឯកសារផុសតាងជូនអាដាមប្រធានហើយនឹងចាំទទួលរង្វាន់ពីអាដាមប្រធានប៉ុន្តែក្នុងន័យនេះខ្ញុំសូមបញ្ជាក់ទៅកាន់អាដាមប្រធានវិញថាក្នុងនាមខ្ញុំជាមហាជនក្នុងនាមខ្ញុំជាអ្នកតាមដានជាអ្នកគ្រប់គ្រងពួកយើងគ្រាន់តែមានការសង្ស័យថាវាមានការខុសប្លែកវាមានការអសកម្មពួកយើងនាំគ្នានិយាយក្នុងន័យមួយក៏ដូចជាសារមួយដើម្បីដាស់តឿនក្រែងលោវាមានអានឹងមែនសូមអាដាមប្រធានធ្វើការឲ្យបានលឿនដើម្បីទប់ស្កាត់រារាំងកុំឲ្យមានបញ្ហានឹងកើតឡើងដែលវាបង្កទៅជាគ្រោះនៅក្នុងវិស័យគុនខ្មែរអានេះជាចេតនាពួកយើងដែលជាអ្នកតាមដានពីព្រោះគេមានការដាក់សង្រាល់ការដាក់ការសង្ស័យគឺមិនមែនជាកំហុសទេអញ្ចឹងសូមជំរាបទៅកាន់មហាជនថារាល់ការដាក់ការសង្ស័យទៅលើអីមួយវាគ្រាន់តែជាការដាក់ការសង្ស័យវាមិនមែនជាការចោទប្រកាន់នេះខុសគ្នាណាបងប្អូនត្រូវចែកឲ្យដាច់និងយល់ឲ្យច្បាស់បាទអញ្ចឹងខ្ញុំសូមនិយាយថាអ្វីដែលពួកយើងបានមើលឃើញទី1គឺអ្នកខ្លះគេបានដឹងហើយថារាល់ថ្ងៃការប្រកួតគឺមានបញ្ចូលហើយបើអាដាមប្រធានចង់ឃើញទិន្នន័យពាក់ព័ន្ធការបញ្ចូលការប្រកួតគុនខ្មែរទៅក្នុង website អានឹងខ្ញុំជូនបានប៉ុន្តែបើឲ្យថាពួកខ្ញុំដឹងថាអ្នកណាម្នាក់ទិញអ្នកណាលក់អ្នកណាធ្វើសកម្មភាពទិញលក់ពួកខ្ញុំអត់មានសិទ្ធអត់ដឹងទេពួកខ្ញុំអត់មានភស្តុតាងអត់មានឯកសារប៉ុន្តែគ្រាន់តែពួកយើងដឹងថារាល់ថ្ងៃអានឹងគឺពួកយើងដឹងអានឹងជំរាបជូនអាដាមប្រធានកេញលោអាដាមប្រធានលោកអត់ដឹងរាល់ថ្ងៃនេះគេមានការដាក់ភ្នាល់ការប្រកួតរបស់កីឡាករតាមស្ថានីយ៍មួយអញ្ចឹងខ្ញុំអត់ដឹងថាបញ្ហាហ្នឹងកន្លែងហ្នឹងត្រង់ហ្នឹងអាដាមប្រធានដឹងដែរឬក៏អត់ទេតែសម្រាប់ខ្ញុំដឹងថាហងៃមានគេលក់អញ្ចឹងបើអាដាមប្រធានចង់បានអាហ្នឹងស្អែកខ្ញុំផ្ញើជូនហើយជាពិសេស
ខ្ញុំជឿថាអូកូនចៅអារម្មណ៍ប្រធានចេះជាងខ្ញុំច្រើនណាខ្ញុំខ្សោយអញ្ចឹងបាច់ទេខ្ញុំជឿថារឿងទាំងអស់ហ្នឹងអារម្មណ៍ប្រធានដឹងឯងអារឿងគេយកកីឡាករទៅភ្នាល់ក្នុង website ហ្នឹងខ្ញុំមិនជឿថាមិនដឹងទេបាទអាហ្នឹងជារឿងមួយជាការងារបច្ចេកទេសរបស់សហព័ន្ធអត់ពាក់ព័ន្ធព្រោះខ្ញុំគ្រាន់តែជាប្រជាពលរដ្ឋគ្រាន់តែជាអ្នកគ្រប់គ្រងគ្រាន់តែជាអ្នកតាមដានអញ្ចឹងពួកយើងកំពុងតែមានការដាក់ការសង្ស័យថាម៉េចបានការប្រកួតមួយរយៈហ្នឹងវាចេះតែចេះតែចុះប្រកក្តីខុសប្រកក្តី1 2ចេះចុះឧទាហរណ៍ជាក់ស្ដែងឃើញដូចធនវណ្ណាអញ្ចឹងវាយអញ្ចឹងទៅប្រជាពលរដ្ឋគេមើលផ្ទាល់ live ផ្ទាល់គេយល់ថាអូខាងនោះឈ្នះហេតុអីបានជាយើងនេះអញ្ញាកដាគណៈកម្មការចៅក្រមមិនទៅដាក់បន្ទុកថាកណោះឈ្នះឃើញទេវាកើតការតវ៉ាកើតការការទុកមិនសុខចិត្តនឹងហើយទើបមានការតវ៉ាអីតាមបណ្ដាញសង្គមទៅបានអារម្មណ៍ប្រធាននេះសម្រាប់ប្រជុំថ្លឹងស្វែងអញ្ចឹងបានន័យថាទាំងអស់នេះគឺកើតឡើងពីចលនាមហាជនអញ្ចឹងគួរតែអរគុណមហាជនដែលលោកបានតាមដានយ៉ាងយកចិត្តទុកដាក់លះបង់ពេលវេលាណាដើម្បីចូលរួមជាមួយគុណខ្មែរគេចូលរួមរិះគន់នៅសកម្មភាពដែលអសកម្មដើម្បីអីឲ្យមានកំណែតម្រង់ណាអញ្ចឹងបើអារម្មណ៍ប្រធានគាត់ថាពួកយើងតាមដាននិយាយបច្ចេកទេសយោបល់ខុសមិនមែនអារម្មណ៍ប្រធានសិក្សាអំពីអស់ហ្នឹងហើយយកបញ្ហាហ្នឹងយកមកដោះស្រាយដើម្បីឲ្យទទួលបាននូវភាពយុត្តិធម៌សម្រាប់អ្នកដែលរងនូវភាពអយុត្តិធម៌នោះទេណាអញ្ចឹងបើអារម្មណ៍ប្រធានដល់បើមានភ័ស្តុតាងពួកខ្ញុំអត់មានភ័ស្តុតាងថាអ្នកណាម្នាក់លក់ទេប៉ុន្តែបើអារម្មណ៍ប្រធានចង់ដឹងថាអូមាន website ណាខ្លះគេកំពុងតែដាក់លក់ដាក់ភ្នាល់អាហ្នឹងពួកយើងដឹងតែខ្ញុំជឿថាអារម្មណ៍ប្រធានដឹងច្បាស់ជាងពួកខ្ញុំផងកូនចៅអារម្មណ៍ប្រធានសុទ្ធតែអ្នកចេះដឹងសុទ្ធតែអ្នកបកែដែលនៅក្បែរជឿថាណាគឺគេដឹងច្រើនប៉ុន្តែបើឲ្យពួកខ្ញុំទៅរកភ័ស្តុតាងខ្ញុំនឹងព្យាយាមប្រសិនបើខ្ញុំរកឃើញខ្ញុំនឹងប្រមូលឯកសារភ័ស្តុតាងទាំងអស់នោះរៀបចំឲ្យស្អាតខ្ញុំនឹងចងការលុយគេក្នុងស្រុកក្នុងភូមិមិនក៏ដោយឬក៏ជិះតាក់ស៊ីជិះ pass up មិនក៏ដោយមកជួបបាយធ្វើដំណើរយកឯកសារទៅជូនអារម្មណ៍ប្រធានដល់ office ហើយខ្ញុំនឹងទទួលរង្វាន់ពីអារម្មណ៍ប្រធានប៉ុន្តែឥឡូវនេះពួកយើងអត់បានចោទទេអញ្ចឹងសូមមេត្តាស្ដាប់ឲ្យច្បាស់និងចែកឲ្យដាច់រវាងការដាក់ការសង្ស័យហើយនឹងការចោទប្រកាន់ការដាក់ការសង្ស័យមិនមែនជាកំហុសទេគ្រាន់តែសង្ស័យម្នាក់ហ្នឹងហ្មងនេះគេអត់ទាន់បានចោទថាអូសង្ស័យបុគ្គល A បុគ្គល B បុគ្គល C ទេគេគាត់ថាសង្ស័យហើយបញ្ហាហ្នឹងរឿងហ្នឹងអានេះគឺជាការដាក់ការសង្ស័យណាហើយបើមួយទៀតចោទអាហ្នឹងអាចជាកំហុសហេឯងលក់ឲ្យគេអញ្ចឹងគេប្តឹងយើងអ្នកឯងរកឲ្យឃើញតែចោទថាខ្ញុំលក់អានេះទើបជារឿងចោទប៉ុន្តែពួកយើងដាក់ការសង្ស័យវាអត់មានអីដែលជាកំហុសទេណាបាទហ្នឹងអាដាមប្រធានត្រូវអញ្ចឹងមកខ្ញុំចង់និយាយទាំងអស់នេះហើយដែលពួកយើងកំពុងតែដាក់ការសង្ស័យដោយសារវាមានការពាក់ព័ន្ធពីព្រោះកន្លងមកវាអត់ដែលមានធ្លាប់ដែរកាលជំនាន់ខ្ញុំនៅក្មេងៗហើយជំនាន់នោះគេប្រើកាសហ្នឹងគឺក្តារមកប្រទេសអញ្ចឹងក្តារមកប្រទេសអញ្ចឹងទៅគេដាក់ទូរស័ព្ទឡើងពេញតែជំនាន់ហ្នឹងមិនដឹងថាអារម្មណ៍ប្រធានចេះមើលបដាលនៅទេព្រោះអារម្មណ៍ប្រធានគឺមិនដែល focus ឬក៏ផ្ដោតយកចិត្តទុកដាក់រឿងបដាលពីមុនមកវត្តមានអារម្មណ៍ប្រធានសហព័ន្ធគឺលោកចាប់អារម្មណ៍យកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រលើវិស័យកីឡាបាល់ទាត់អញ្ចឹងខ្ញុំរៀបរាប់អំពីសវតាខ្លះអតីតកាលខ្លះជូនអារម្មណ៍ប្រធានជំនាន់នោះគេភ្នាល់គឺគេដាក់កាសគេប្រើកាសបានន័យថាអ្នកកាន់កាសអ្នកដាក់ទូរស័ព្ទហ្នឹងត្រូវបង់លុយឲ្យអ្នកកាន់កាសហ្នឹងណាអ្នកកាន់កាសហ្នឹងប្រមាណទូរស័ព្ទព្រោះខ្ញុំឃើញកាលជំនាន់ប៉ុលី5ហ្នឹងក្នុងមួយបរិវេណនៃការប្រកួតគ្រាន់តែអ្នកកាន់កាសហ្នឹងមិនតិចទេរហូតមកដល់ជំនាន់អាស៊ីអាគ្នេយ៍2010ក៏នៅតែមានអ្នកកាន់កាសដែរហើយខ្ញុំតន់ជំនាន់ហ្នឹងហើយគេលេងនៅក្នុង studio ក្នុងសង្វៀនហ្នឹងភ្នាល់គ្នាហុចលុយនៅហ្នឹងហ្មងអាហ្នឹងខ្ញុំដឹងប៉ុន្តែក្រោយមកពាក់ព័ន្ធនឹង website អីគឺគុណខ្មែរមិនដែលមានទេទើបតែចុងក្រោយនេះគេមានអញ្ចឹងឯកឧត្តមប្រធានមានប្រសាសន៍ត្រូវមិនមែនជាសិទ្ធិក្នុងការទៅហាមឃាត់គេមិនឲ្យដែរទាំងនេះហើយទើបពួកយើងដាក់ការសង្ស័យដោយសារឯពីមុនវាមិនដែលមានអស់ហ្នឹងមានតែគេភ្នាល់ឆៅគេលក់ឆៅជំនាន់មុនអាហ្នឹងខ្ញុំតន់ផ្ទាល់ជំនាន់មុនលក់ឆៅកូនសិស្សអ្នកណាគ្រូណាដែលលក់សាហាវជាងគេជំនាន់នោះបងប្អូនអ្នកតាមដានបដាលជាមួយខ្ញុំប្រហែលជាដឹងច្បាស់រហូតដល់ថ្ងៃយើងនៅតាក់តាំងនៅសាក់សៃរស់មួយគឺមីងម៉ាប់បងប្អូនប្រហែលជាស្គាល់មីងម៉ាប់ហើយបើអត់ច្បាស់ប្រវត្តិសួរខ្ញុំជំនាន់នោះមកដល់ពេលនេះមីងម៉ាប់នៅតែជាបុគ្គលម្នាក់ដែលគ្រប់គ្រងគុណខ្មែរគាត់ជាស្រីម្នាក់ឯងប៉ុន្តែគាត់លេងភ្នាល់បដាលនឹងតាំងពីខ្ញុំនៅចេះមើលប៉ុស្តិ៍លេខ5ដបងរហូតមកដល់អាស៊ីអាគ្នេយ៍រហូតដល់ខ្ញុំទៅកន្លែងផ្សេងធ្វើពិធីក៏នៅតែឃើញវត្តមានមីងម៉ាប់តាមដានមើលបដាហើយគាត់ភ្នាល់គាត់លេងអាហ្នឹងគេលេងខាងក្រៅហើយធ្លាប់មានអ្នកលក់មានធ្លាប់មានគេគោះប្រហែលឲ្យចាញ់ឲ្យឈ្នះរឿងទាំងអស់នោះគឺជារឿងអតីតកាលសុទ្ធតែមានទាំងអស់ប៉ុន្តែវាអត់មាននៅក្នុង website ទេអញ្ចឹងហើយវាពាក់ព័ន្ធវាមានការពាក់ព័ន្ធគ្នាបែបនេះហើយទើបពួកយើងដែលជាមហាជនដាក់ការសង្ស័យ
ដូច្នេះរាល់ការដាក់ការសង្ស័យអត់កំហុសទេហើយប្រសិនបើពួកយើងរកឃើញមានឯកសារមានភស្តុតាងពួកយើងនឹងជូនអាដាមប្រធានប៉ុន្តែក្នុងពេលបច្ចុប្បន្នបាទគឺគ្រាន់តែយើងមានការសង្ស័យដោយសារអីរឿងរ៉ាវមួយចំនួនដែលវាមិនធ្លាប់កើតវាបែរជាកើតអញ្ចឹងអ្នកមើលអ្នកតាមដានគាត់អត់កំហុសទេគាត់សង្ស័យទាំងខ្ញុំទាំងគេឥឡូវដូចឧទាហរណ៍ក្រុមគ្រួសារប្តីប្រពន្ធកំពុងតែមានការរួមរស់សុខទុក្ខជាមួយគ្នាគឺថាមានក្តីសុខមានសុភមង្គលក្នុងគ្រួសារស្រាប់ប្រាំតែប្តីចាប់ផ្ដើមមានស្រីខាងក្រៅមានឯណាណៃលួចលាក់ចាប់ផ្ដើមខ្លាយមនុស្សតែមានអីមួយតែមានមួយហើយមានអីមួយទៀតដែលធ្វើខ្លួនឯងខុសពីប្រកបភាពការរស់នៅប្រចាំថ្ងៃគឺមានអាកប្បកិរិយាប្លែកគ្រាន់តែថាតិចហើយនឹងច្រើននៅពេលដែលប្រយ័ត្នទៅអាចរួចខ្លួននៅពេលណាមួយប្រហែលវានឹងឯកចេញនៅសកម្មភាពទាំងអស់នោះឡើងអញ្ចឹងគឺដូចគ្នាគេដាក់ការសង្ស័យដោយសារឲ្យវាមានការប្លែកអញ្ចឹងមនុស្សយើងរស់នៅសពថ្ងៃក៏ដូចគ្នាដែរគ្រួសារមួយប្តីប្រពន្ធមួយតែប្តីចាប់ផ្ដើមប្លែកមកធ្លាប់មកពីធ្វើការម្ដងម៉ោងប៉ុណ្នេះស្រាប់ឥឡូវចាប់ផ្ដើមទៅប៉ុណ្នោះអញ្ចឹងគេដាក់ការសង្ស័យយ៉ាប្តីអញបែបត្រង់ប្លែកឃើញទេអញ្ចឹងប្រពន្ធអត់ទាន់ខុសទេគេនឹងតាមដានទេនៅពេលដែលគេចាប់ផ្ដើមដាក់ការសង្ស័យគេនឹងធ្វើការតាមដាននៅពេលដែលគេតាមដានគេនឹងព្យាយាមហើយគ្រាន់តែយូរហើយនឹងឆាប់ឯកដាស់មិនអាចខ្ចប់ភ្លើងបានទេអានេះប៉ុណ្ណឹងដែលខ្ញុំសូមចូលរួមនៅក្នុងថ្ងៃនេះហើយពិតជាសម្ដែងការគោរពនិងអរគុណមែនទែនសម្រាប់វត្តមានអាដាមប្រធានខេឆាយដែលលោកបានចូលរួមមើល live របស់ខ្ញុំគឺពិតជាខ្ញុំមានកិត្តិយសណាហើយបានចូលរួមបញ្ចេញជាទស្សនៈនៅក្នុងនេះទៀតហើយខ្ញុំបានឆ្លើយតបទៅកាន់ទៀតគឺរឹតតែជាកិត្តិយសរបស់ខ្ញុំទៅទៀតបាទគ្រាន់តែថាមករយៈនេះខ្ញុំអត់មានពេលវេលាឬក៏មិនសូវជាមានកិត្តិយសបានទៅជួបអាដាមប្រធានឃើញអាដាមប្រធានក៏លោករវល់ដឹកនាំប្រតិភូកីឡាករទៅក្រៅប្រទេសសកម្មភាពតាក់ទងការងារផ្សព្វផ្សាយខ្ញុំតែងតែមើលខ្ញុំតែងតែឃើញហើយអាដាមប្រធានធ្វើរឿងកតាបកិច្ចរបស់អាដាមប្រធានខ្ញុំធ្វើរឿងដែលខ្ញុំស្រឡាញ់ទេមិនមែនតួនាទីមិនមែនកតាបកិច្ចរបស់ខ្ញុំទេខ្ញុំធ្វើជារឿងដែលខ្ញុំស្រឡាញ់វាកើតចេញពីការស្រឡាញ់ហើយក៏ចេះតែដើរគៀងកប្រម៉ែប្រម៉ូតធ្វើតាមរូបភាពមួយបើទូចក៏យើងបានធ្វើវាប្រសើរជាងអត់អញ្ចឹងឥឡូវហ្នឹងមិញម៉ាប់ស្មាតទោសគាត់កំពុងតែលំបាកពីមុននោះខ្ញុំធ្លាប់ជួយអង្គជួយអីគាត់មកបេអីគាត់ហូបទៅពេលគាត់អត់គាត់ឈឺគាត់កើតកូវីដគាត់គ្រុននេះខ្ញុំក៏អត់ដែរមិនមែនខ្ញុំអ្នកមានទេរាល់ថ្ងៃហ្នឹងឲ្យទៅគេហ្នឹងមិនមែនថាខ្ញុំមានចៃអត់ណាខ្ញុំជពាក់គេជុំទៅប៉ុន្តែគ្រាន់តែថានៅពេលដែលគេត្រូវការចាំបាច់ណាមួយហើយក្នុងករណីដែលយើងអាចសង្គ្រោះបានក៏ជួយទៅតិចក្តីច្រើនក្តីតាមរូបភាពដែលយើងអាចធ្វើទៅបានជាវប្បធម៌នៃការចែករំលែកណាធ្វើម៉េចបើហ្សែនយើងកើតមកអញ្ចឹងបើធម្មជាតិកើតអញ្ចឹងឈាមឪពុកឈាមម្ដាយឲ្យយើងមកអញ្ចឹងឲ្យយើងជាមនុស្សបែបហ្នឹងអញ្ចឹងយើងទទួលយកទៅរីករាយធ្វើទៅសាទរធ្វើទៅណាវាអត់មានអីជាកំហុសទេការចែករំលែកការជួយដល់សង្គមគ្រាន់តែថាវាតិចហើយនឹងច្រើនតាមសមត្ថភាពហើយមួយទៀតអាដាមប្រធានបានបកស្រាយឲ្យមិញនៅក្នុងការ live របស់ខ្ញុំលោកបានមានប្រសាសន៍ថាការដែលគេយកកីឡាករទៅដាក់ក្នុង website ភ្នាល់ល្បែងស៊ីសងវាមិនមែនជាដែនសមត្ថកិច្ចក្នុងការគ្រប់គ្រងឬក៏សម្រេចហាមឃាត់ទប់ស្កាត់របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរទេចុះករណីកីឡាករគុណខ្មែរចូលរួមផ្សព្វផ្សាយល្បែងស៊ីសងឬក៏ឧទាហរណ៍ថាគ្រឿងបំពុលសង្គមណាមួយចោះហើយខ្ញុំក៏ដែរបានសាកសួរអារម្មណ៍ប្រធានដែរថាតើទាំងនោះវាស្ថិតនៅស្ថិតក្រោមការគ្រប់គ្រងស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់សហព័ន្ធដែរឬក៏មិនមានការពាក់ព័ន្ធទេឬក៏ជារឿងឯកជនភាពរបស់កីឡាករហ្នឹងខ្ញុំសូមផ្ញើជាសំណួរនេះតាមការ live ជូនអារម្មណ៍ប្រធានហើយបើអារម្មណ៍ប្រធានមិនទាន់រវល់ឬក៏ទៅណាឆ្ងាយទេខ្ញុំបាទសូមអនុញ្ញាតឆ្លៀតអាហ្នឹងដូចជាធ្វើជាគេហៅថាកិច្ចសម្ភាសមួយការឆ្លងឆ្លើយមួយផ្ទាល់ទៅចោះព្រោះកម្រមានពេលវេលាណាបានជួបគ្នាអញ្ចឹងណាបើឲ្យពេលវេលាទៅជួបក្រៅហ្នឹងគឺកាន់តែអត់ទៀតហើយព្រោះអារម្មណ៍ប្រធានរវល់មុខចំនួនធំការងារច្រើនកតាបកិច្ចតួនាទីច្រើនអញ្ចឹងបើមានឱកាសចង់ចូលរួមក្នុងការ live ផ្ទាល់ជាមួយលោកហេរ៉ូម្ដងបានដើម្បីបកស្រាយរាល់ចម្ងល់លោកហេរ៉ូក៏ដូចជាមហាជនដែលគ្រប់គ្រងលោកហេរ៉ូអូអរគុណរីករាយស្វាគមន៍អាដាមប្រធានដែលបានផ្ដល់កិត្តិយសបាទបើសិនជាមានពេលមែនហើយអាដាមផ្ដល់កិត្តិយសឲ្យខ្ញុំផ្ដល់ពេលវេលាឲ្យខ្ញុំរីករាយហើយសូមឲ្យអាដាមដាក់កាលបរិច្ឆេទឲ្យច្បាស់លាស់ថាថ្ងៃណាម៉ោងណាដើម្បីខ្ញុំត្រៀមលក្ខណៈ
រីករាយនឹងទទួលយកនៅពេលវេលាដែលអាដាមប្រធានបានអនុញ្ញាតនិងអនុគ្រោះឲ្យខ្ញុំសម្រាប់ការជជែកទល់មុខគ្នាឆ្លងឆ្លើយផ្ដោះផ្ដងនៅរាល់សំណួរចម្លើយទាំងខ្ញុំក៏ដូចជាមហាជនអ្នកគ្រប់គ្រងគុណខ្មែរខ្ញុំអត់មានអ្នកគ្រប់គ្រងខ្ញុំទេអ្នកគ្រប់គ្រងទាំងអស់នោះគឺគេគ្រប់គ្រងគុណខ្មែរមិនមែនគ្រប់គ្រងខ្ញុំទេបើគ្រប់គ្រងខ្ញុំដរាបណាតើតែខ្ញុំនឹងមានកិច្ចការងារអីពាក់ព័ន្ធមួយពួកគាត់ទៅប៉ុន្តែរងថ្ងៃខ្ញុំគ្រាន់តែជាជនសាមញ្ញគ្រាន់តែជាប្រជាជនម្នាក់ដែលស្រឡាញ់ហើយចូលចិត្តតាមដានហើយក៏ធ្លាប់ធ្វើកិច្ចការងារហ្នឹងជាមួយនឹងគុណខ្មែរអញ្ចឹងបើសិនជាអាដាមផ្ដល់កិត្តិយសប៉ុណ្ណឹងខ្ញុំពិតជាសប្បាយចិត្តណាស់ហើយសូម3-0ហើយនៅនិយាយអីគេ3-0ហ្នឹងអីគេមើលអីក្មេងតូចអើយក្មេងតូចចូលមកខមមិន3-0ទទួលស្គាល់ថ្ងៃហ្នឹងចាញ់មិនប្រកាសថាស្អែកឈ្នះទេហើយក៏មិនប្រកាសថាកាន់ស្អែកហ្នឹងឈ្នះដែរវាអាចនឹងចាញ់ទៀតអរគុណណាស់ក្មេងតូចខ្ញុំនឹងសងសឹកឲ្យបាននៅថ្ងៃណាមួយអញ្ចឹងបើសិនជាអារម្មណ៍ប្រធានបានជាមានប្រសាសន៍អញ្ចឹងហើយសង្ឃឹមថាថ្ងៃណាមួយបងប្អូនអ្នកគ្រប់គ្រងគុណខ្មែរទាំងអស់ឥឡូវខ្ញុំសុំវោតបន្តិចឥឡូវឆ្លៀតអញ្ចឹងអារម្មណ៍ប្រធានលោកបានមានប្រសាសន៍អញ្ចឹងបានន័យថាលោកចាប់អារម្មណ៍ហ៎ចង់ចូលរួមជាមួយយើងអូបងអូនស្រីសេងម៉ូលីនីអូយមានកិត្តិយសណាស់បងអូនស្រីខ្ញុំអ្នកសារព័ត៌មានដែលសកម្មជាមួយនឹងគុណខ្មែរហើយមានឱកាសនិងមានសំណាងច្រើនមែនទែនក្នុងការជួយគុណខ្មែរតាសារបងអូនស្រីតស៊ូហើយបន្តធ្វើវាដោយឆន្ទៈនិងមនសិការសូមបន្តធ្វើខ្ញុំធ្វើការងារអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំធ្វើបងអូនស្រីធ្វើអ្វីដែលបងអូនស្រឡាញ់បងអូនធ្វើអាដាមប្រធានលោកធ្វើអ្វីទៅតាមកាតព្វកិច្ចនិងតួនាទីរបស់អាដាមប្រធានលោកធ្វើអញ្ចឹងគោលបំណងរបស់យើងគឺតែមួយទេប៉ុន្តែសូមឲ្យបើកបេះដូងរៀងខ្លួនបាទសម្រាប់ខ្ញុំនិយាយប៉ុណ្ណឹងហើយស្អែកចប់ហើយនិយាយប៉ុណ្ណឹងហើយចប់មិនដែលទៅចងគំនុំគុំគួនសូម្បីតែកីឡាករក៏ដោយអ្នកជួបខ្ញុំខាងក្រៅច្រើនអ្នកធ្លាប់ជេរខ្ញុំឆ្លោះខ្ញុំចុងក្រោយនៅខាងក្រៅនៅតែឆាតមកខ្ញុំសួរខ្ញុំដោយគ្រូធនសុភាទៅម្នាក់ចេះតែថាខ្ញុំចេះចោះដោយគ្រូសួងបញ្ញាដូចស្អីណាគ្រូពេញសុផាន់អីគាត់ជេរគាត់ថាខ្ញុំគឺជារឿងរបស់គាត់ប៉ុន្តែខ្ញុំអត់អាចខ្វល់ទេព្រោះខ្ញុំធ្វើខ្ញុំមិនមែនគំនុំគុំគួនសងសឹកដើម្បីបានប្រយោជន៍ឈ្នានេះជិះជាន់បលិចក្តិចត្រួយអីណាចំណាស់ឈ្នាអត់ទេខ្ញុំធ្វើគឺខ្ញុំបំពេញតាមឆន្ទៈនិងមនសិការរបស់ខ្ញុំអញ្ចឹងសង្ឃឹមថាឥឡូវខ្ញុំសុំវោតបន្តិចមកបើសិនជាបងប្អូនអ្នកគ្រប់គ្រងគុណខ្មែរទាំងអស់ដែលកំពុងមើលពួកពេកខ្ញុំនេះវាកំពុងតែមានបញ្ហាវាអត់ទាន់ល្អទេវានៅលឿងអញ្ចឹងវាអត់សូវរីកវានៅ restrict អញ្ចឹងខ្ញុំសុំជាច្បល់បើសិនឥឡូវក្នុងនេះវាមាន5បងប្អូនយើងមានចំនួន500នាក់ដែរអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យមានចំនួនកើតឡើងទាំងខ្ញុំជាមួយនឹងអារម្មណ៍ប្រធានខៅឆាយជាមួយនឹងបងប្អូនស្រីម៉ូលីនីឬក៏អាចតែបើសិនជាអាចមិញតាមអារម្មណ៍ប្រធានខ្ញុំគិតថាតទល់មួយស្មើសិនក៏បានឬក៏មានបងប្អូនស្រីផ្សេងចូលទៀតក៏បានឬក៏អ្នកណាចូលទៀតក៏បានប៉ុន្តែគាត់ថាគោលបំណងខ្ញុំបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ឬក៏គ្រប់គ្រងในការលើកឡើងរបស់អារម្មណ៍ប្រធានក្នុងការជួបគ្នាបានន័យថាជំនួបរវាងខ្ញុំនិងគាត់ជាលក្ខណៈconference ឬក៏អាចនិយាយថាជាសន្និសីទមួយឬក៏ជាការធ្វើជា show មួយជា talk show មួយសម្រាប់ជជែកគ្នាសួរគ្នាទៅវិញទៅមកអាហ្នឹងខ្ញុំសុំសួរបើបងប្អូនគ្រប់គ្រងគ្រាន់តែដាក់អក្សរកមកហើយបើបងប្អូនមិនគ្រប់គ្រងទេដាក់អក្សរទេអញ្ចឹងទៅណាឬក៏ខអញ្ចឹងទៅដល់ឥឡូវថាកគ្រប់គ្រងខថាអត់ទេឥឡូវសាកមើលមកប្រើខ្ញុំចង់ដឹងស្ទង់មើលតើបងប្អូនយើងគ្រប់គ្រងបើមានជំនួបជួបគ្នាផ្ទាល់តាមរយៈការ live show នៅក្នុង page របស់ខ្ញុំផ្ទាល់ឬក៏មានអ្នកណាចូលរួមទៀតប៉ុន្តែគាត់ថាសំខាន់បាទអារម្មណ៍ប្រធានឆ្លងកាត់ចូលរួមអញ្ចឹងហើយអញ្ចឹងខ្ញុំនឹងយក page ខ្ញុំទូចនេះទោះបីជាទូចអត់ប្រសិទ្ធភាពខ្សោយក៏ខ្ញុំសប្បាយចិត្តនឹងធ្វើវាដែរអញ្ចឹងបើបងប្អូនគ្រប់គ្រងដាក់ថាគ្រប់គ្រងមកឬក៏អង់គ្លេសដាក់ថាអូខេមកបើ no ក៏ដាក់ថា no ទៅហើយបើខ្មែរដាក់ថាកគ្រប់គ្រងមកខអត់ទៅបាទឥឡូវខ្ញុំស្ទង់ខ្ញុំទុកពេល5នាទីម៉ោង 9:55 ខ្ញុំមើលថាតើខាងណាច្រើនជាងខ្ញុំនឹងសម្រេចចិត្តតាមខាងនោះបាទខ្ញុំនឹងសម្រេចដល់ម៉ោង 9:55 តោះបងប្អូនយើងវោតតោះខ្ញុំសម្រាប់បន្តិចដើម្បីហូបទឹកតោះបងប្អូនវោតបាទគ្រប់គ្រងឬមិនគ្រប់គ្រងបើគ្រប់គ្រងក៏ឬក៏អង់គ្លេសថាអូខេអញ្ចឹងទៅបើអត់ទេ no អញ្ចឹងទៅតោះវោតមកវាវខ្ញុំទុកពេល5នាទីអញ្ចឹងសង្ឃឹមតែអារម្មណ៍ប្រធានលោកកំពុងមើលហើយបើមានការគ្រប់គ្រងច្រើនខ្ញុំសូមទុកឲ្យអាដាមប្រធានជាអ្នកសម្រេចចិត្តក្នុងការ
លើកពេលវេលាណាមួយសមស្របថ្ងៃណាម៉ោងណាដើម្បីមានជំនួបមួយនេះកើតឡើងអញ្ចឹងសូមបងប្អូនធ្វើការវោតទៅម៉ោង 9:55 ខ្ញុំផ្ដាច់ការ live បានន័យថាឈប់វោតហើយយើងកំពុងស្ទង់មើលថាតើចំនួននៃការគ្រប់គ្រងនិងមិនគ្រប់គ្រងជំនួបមួយនេះតើវាមានភាពខុសគ្នាប៉ុណ្ណាបាទហើយខ្ញុំនឹង live ផ្ទាល់នៅក្នុង page ផ្ទាល់ខ្លួនរបស់ខ្ញុំហើយសហព័ន្ធក៏ប្រហែលជានឹងមានការផ្សាយផ្ទាល់នៅក្នុង page របស់សហព័ន្ធឬក៏មានបុគ្គលណាដែលអាដាមប្រធានលោកអនុញ្ញាតឬក៏អញ្ជើញចូលរួមនៅក្នុងអាចនិយាយបានជំនួបតុកមូលក៏បានជំនួបតុកជ្រុងក៏បានដែរសំខាន់តុកប្រប៉ុណ្ណាក៏បានដែរជ្រុងមូលចាក់តកោនត្រីកោនអីណាមិនក៏បានដែរនិយាយរឿងសំណួរសួរឲ្យអស់មិនអស់ទេសួរឲ្យអស់មិនអស់ទេសំណួរព្រោះរឿងជួនណាបងប្អូនឃើញតែរឿងហ្នឹងវាកើតឡើងតម្រង់អញ្ចឹងស្រាប់ដល់ថ្ងៃក្រោយវានឹងកើតស្តៀងហ្នឹងតែវាមិនប្រកាសថាដូចហ្នឹងទាំងអស់ណាវាអាចខុសគ្នាបន្តិចបន្តួចបាទឥឡូវអូក៏ច្រើនមែនតើមើលទៅបងប្អូនដូចជាចង់បានជំនួបមួយនេះខ្លាំងណាស់បាទយើងស្ទង់មើលសិន5នាទីតើមានជំទាស់ប្រមាណស្របប្រមាណបាទបងប្អូនតសេអញ្ចឹងមកក៏បានដែរគ្រប់ត្រូលដាក់គ្រប់ត្រូលមកហើយបើកហ្នឹងតំណាងឲ្យកគ្រប់ត្រូលខអត់អញ្ចឹងទៅឬក៏ yes no អីចឹងទៅបងប្អូនអ្នកចេះអីដាក់ហ្នឹងទៅបាទមកអស់ហើយបាទឥឡូវមកអស់ឥឡូវខ្ញុំអង្គុយវោតបន្តិចបាទ5នាទីនៃការវោតចង់បានលទ្ធផលមួយនៃការចូលរួមពីបងប្អូនមហាជនគុណខ្មែរដែលស្រឡាញ់ចូលចិត្តតាមដានខ្ញុំជឿថាដោយសារការស្រឡាញ់ការចូលចិត្តហ្នឹងហើយបានចំណាយពេលវេលាអត់ងុយដាច់បាយក៏ហាយទឹកបើមិនមែនការស្រឡាញ់គេចូលចិត្តគេគ្រប់គ្រងគេមិនមែនយកពេលវេលានោះគេដេកអោបប្រពន្ធកូនគេហូបចុកបង្កើតកម្មវិធីបរិយាកាសជួបជុំមិត្តភ័ក្តិម្នាក់ខ្លះគេហើយតែដោយសារការស្រឡាញ់ចូលចិត្តប៉ុន្តែកុំធ្វើឲ្យការស្រឡាញ់ចូលចិត្តមួយហ្នឹងវាបាត់បង់ទៅវិញតាមរយៈរូបភាពនៃភាពអសកម្មដែលកើតឡើងជារឿយឬក៏រឿងអីណាមួយដែលពួកគាត់មិនពេញចិត្តព្រោះទាំងអស់ហ្នឹងវាកើតមានទៅបានវាតល់តែមានធាតុផ្សំស្អីទៅគឺមហាជនហ្នឹងឯងធាតុផ្សំធ្វើឲ្យកម្មវិធីមួយល្បីគុណខ្មែរអាចល្បីធាតុផ្សំវាអីខ្លះធាតុផ្សំធំមុនគេបើអត់មានអ្នកគ្រប់គ្រងអ្នកចូលរួមទោះបីជាមាន sponsor ធ្លាក់ទៅលើមេឃក៏វាអត់ន័យដែរហើយទី1ទី2បើសិនជាមានការគ្រប់គ្រងចូលចិត្តហើយប៉ុន្តែវាអត់មានអ្នកទំនប់បំរុងអ្នកជួយឧបត្ថម្ភគ្រប់គ្រងក៏រូបរាងវាមិនអាចកើតឡើងដើម្បីឲ្យមានការគ្រប់គ្រងបានដែរហើយទី3បើការគ្រប់គ្រងមានហើយម្ចាស់ឧបត្ថម្ភមានហើយការរៀបចំធ្វើទៅមិនល្អមិនរលូនក៏មិនទទួលបានការគ្រប់គ្រងដែរទាំងអស់ហ្នឹងគឺវាសុទ្ធតែជាធាតុផ្សំសំខាន់ដែលធ្វើឲ្យកិច្ចការងាររួមមួយហ្នឹងវាអាចរីកចម្រើនទៅបានទទួលបានភាពជោគជ័យល្បីល្បាញទៅបានបាទអូច្រើនណាស់បាទឥឡូវខ្ញុំសុំនៅសល់2នាទីទៀតខ្ញុំមើល2នាទីទៀតដូចជាមិនទាន់មានខណាមួយទេហើយក៏មិនទាន់មានណូណាមួយដែរគឺសុទ្ធតែពេញចិត្តនៅក្នុងជំនួបមួយនេះគឺជារឿងល្អជាផលចំណេញបាទហើយបើគេតែងតែចាត់ទុកខ្ញុំជាដង្កូវនៅក្នុងគុណខ្មែរបុគ្គលដែលគ្មានប្រយោជន៍បុគ្គលដែលចាំតែជន់ពលិចក្តាច់ត្រួយរិះគន់ក្នុងន័យច្រណែនឈ្នាននេះអានឹងគឺជារឿងផ្សេងតែសម្រាប់យើងពួកយើងបាននឹងកំពុងតែធ្វើរួមគ្នាដូចជាមួយក្មេងតូចមួយខ្ញុំនឹងចឹងទៅទាំងអស់គ្នាបងប្អូនមហាជនកើតចេញពី100 1000 5000 1រៀល2រៀល10000 20000មានអ្នកខ្លះ4 10ដុល្លារ50ដុល្លារមានអ្នកខ្លះ5 600ដុល្លារបានវាកើតទៅជាចលនាមួយបង្កើតទៅជាមូលនិធិមួយឲ្យដំណើរការរាប់ខែបានណាបងប្អូនបើគ្មានការចូលរួមគ្មានការឧបត្ថម្ភគ្រប់គ្រងគ្មានការទំនុកបំរុងគ្មានការជឿទុកចិត្តមកលើខ្ញុំក៏បងប្អូនមិនមែនទៅចំណាយលុយមួយខែ4 500ដុល្លារមកជួយខ្ញុំឬក៏ម្នាក់4 10ដុល្លារ50ដុល្លារមកដែរវាកើតចេញអំពីជំនឿចិត្តសកម្មភាពដែលធ្វើឲ្យគេជឿទុកចិត្តបានទាំងនេះហើយដែលធ្វើឲ្យចលនាមួយនេះអាចដំណើរការបានអញ្ចឹងខ្ញុំសង្ឃឹមនឹងជឿជាក់ថាបងប្អូននឹងបន្តបាទបងប្អូនត្រៀមសំណួរណានៅថ្ងៃណាមួយដែលអាដាមប្រធានលោកសម្រាប់កាលបរិច្ឆេទច្បាស់លាស់ពេលវេលាច្បាស់លាស់ម៉ោងថ្ងៃហើយខ្ញុំនឹងបង្ហោះជម្រាបបងប្អូនមុនដើម្បីយើងចូលរួមទាំងអស់គ្នាក្នុងនោះមានទាំងសំណួរខ្ញុំសួរទៅកាន់អាដាមប្រធានក៏ដូចជាបងប្អូនមហាជនត្រូវចូលរួមសួរទៅកាន់អាដាមប្រធានដើម្បីឲ្យលោកមានការបកស្រាយឆ្លើយតបរាល់ចម្ងល់របស់បងប្អូនដើម្បីឲ្យអស់ចិត្តណាដើម្បីពេលខ្លះបងប្អូនអាចបានជួបផ្ទាល់ទេរាល់ថ្ងៃនេះហើយចំណាពេករបស់អាដាមប្រធានមិនមែនអង្គុយតែឆ្លើយឆ្លងមួយបងប្អូនរហូតណាដូចខ្ញុំអីជាដើមអញ្ចឹងមានពេលណាឆ្លើយឆ្លងមួយបងប្អូនរហូតបោះឲ្យចប់ហើយសកម្មភាពខ្ញុំចប់ហើយខ្ញុំត្រូវទៅធ្វើអីផ្សេងថ្មីសកម្មភាពថ្មីផ្សេងទៀតទេបាទអូខេឥឡូវខ្ញុំសូមបញ្ចប់ในការ vote អញ្ចឹងខ្ញុំសូមទទួលយកនៅការ vote នេះអញ្ចឹងក្នុងនាមខ្ញុំ
ជាអ្នកផ្សព្វផ្សាយជាអ្នកព័ត៌មានម្នាក់សូមគ្រប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមប្រធានខៅឆាយដែលលោកបានចូលរួមមកនេះគឺមានប្រយោជន៍មែនទែនការចូលមកខមមិនថ្ងៃនេះគឺមានប្រយោជន៍យើងបានឆ្លងឆ្លើយគ្នាយ៉ាងហោចក៏យើងបានដឹងអំពីតម្រូវការរវាងបងប្អូនរវាងខ្ញុំជាមួយនឹងអាដាមប្រធានដើម្បីរកដំណោះស្រាយរួមមួយឆ្ពោះទៅកាន់ការអភិវឌ្ឍពិតប្រាកដភាពរីកចម្រើនពិតប្រាកដណាអញ្ចឹងខ្ញុំសង្ឃឹមនឹងជឿជាក់ហើយមានប្រយោជន៍ណាអាដាមប្រធានចូលក៏នឹងមានប្រយោជន៍យ៉ាងហោចណាស់ក៏យើងបានទទួលដឹងថាគ្រប់គ្នាកំពុងតែឲ្យខ្ញុំកំពុងតែចង់ឲ្យខ្ញុំកំពុងតែចង់ឲ្យអាដាមប្រធានជួបតទល់គ្នាសួរគ្នាឆ្លើយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងកិច្ចការរួមគឺគុណខ្មែរសពថ្ងៃអញ្ចឹងនេះគឺជាចំណុចវិជ្ជមានទទួលបានពីការ live របស់ជើងអញ្ចឹងពេលខ្លះវាមិនមែនអត់ប្រយោជន៍សុទ្ធទេការ live យើងអ្នកខ្លះគាត់ deal ខ្ញុំថាអូយប្រឹងម៉េះដូចអាដាមលោកជំទាវមួយចំនួនគាត់ថាហេរ៉ូឲ្យប្រឹងដល់ឲ្យតស៊ូម៉េះមួយគុណខ្មែរបានអីខ្លះខ្ញុំថាអត់បានអីទេហើយចុះប្រឹងម៉េះបើនិយាយគេមិនស្ដាប់អូយទឹកហូរតក់មិននៅថ្មក្រហមថ្មប្រហោងយើងចេះតែនិយាយខ្លះទៅខុសខ្លះត្រូវខ្លះបានខ្លះមិនបានខ្លះចេះនិយាយចេះប្រឹងទៅកុំឲ្យវាដូចថាស្ទុយទៅឆ្កុយពេកអញ្ចឹងណាអញ្ចឹងសូមឲ្យបងប្អូនមហាជនដូចគ្នាត្រៀមតាសេបងប្អូនយកប៊ិចយកกระดาษបងប្អូនកត់មកថ្ងៃនោះយើងនឹងធ្វើការឆ្លើយតបខមមិនរបស់បងប្អូនហើយខ្ញុំជួបសំណេះសំណាលបើកកម្មវិធីជាមួយអាដាមប្រធានហើយយើងនឹងចាប់ផ្ដើមអានសំណួរមហាជនយើងនឹងច្បាច់យកនៅសំណួរណាដែលមានខ្លឹមសារដែលពាក់ព័ន្ធនឹងកិច្ចការងាររាល់ថ្ងៃយកមកធ្វើការសួរហើយនឹងបកស្រាយជាអតិភិបមុនគេអញ្ចឹងថ្ងៃនេះប៉ុណ្្នឹងចុះដោយសារតែស្ងួតកហើយថាឡាយតែបន្តិចតែបានបតិកាឡាច្រើនដល់ការឡាយនេះបានយូរដោយសារមានវត្តមានអាដាមប្រធានខើឆាយលោកបានចូលរួមអញ្ចឹងវាធ្វើឲ្យការឡាយនេះវាមានការស៊ីសង្វាក់គ្នាឆ្លងឆ្លើយគ្នាទៅវាត្រូវប្រើពេលអស់ច្រើនហើយកក៏កាន់តែស្ងួតទៀតអញ្ចឹងអរគុណសម្រាប់ការចូលរួមទស្សនានិងឆ្លងឆ្លើយរបស់បងប្អូននៅក្នុងការឡាយរបស់ខ្ញុំយប់នេះហើយសូមការខន្តីនឹងអធិស្ឋានផងសម្រាប់ការខុសឆ្គងលឺលួជ្រួលដោយប្រការណាមួយក្នុងការនិយាយស្ដីក្នុងការ live អញ្ចឹងសង្ឃឹមថាយើងនឹងមានការជួបគ្នាឆាប់ខ្ញុំនឹងរងចាំការណាត់អំពីអាដាមប្រធានសហព័ន្ធយើងនឹងជួបគ្នានៅជំនួបតុកមូលក៏បានតុកជ្រុងក៏បានដែរអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលារាត្រីសួស្ដីបាទ